ដែលសាច់រឿងនេះហេតុការណ៍មួយនេះបានកើតឡើងស្របពេលដែលគាត់ប្រកបអាជីពជាកម្មការិនីរោងចក្រដែលគាត់ធ្វើការមិននៅឆ្ងាយទេគឺនៅក្នុងទីក្រុងភ្នំពេញតំបន់ព្រែកជ្រៃគាត់ក៏អត់បានបញ្ជាក់ដែរថាតើរោងចក្រមួយនេះផលិតអ្វីធ្វើអ្វីឬបម្រើទៅអតិថិជនប្រភេទណាមិនបានបញ្ជាក់ទេត្រឹមតែទីតាំងគឺនៅតំបន់ព្រែកជ្រៃតែប៉ុណ្ណោះគាត់ថាអញ្ចេះសាច់រឿងដែលគាត់បានជួបនឹងវាសាហាវខ្លាំងពេកចឹងបងប្អូនអាចរស់នៅក្នុងព្រឹត្តិការណ៍នៅពេលដែលកើតហេតុថាតើមានរឿងអ្វីដែលអាចកើតឡើងដំបូងឡើយរោងចក្រហ្នឹងគឺមានតែមួយអគារទេតែមួយខាងពោលគឺនៅផ្លូវខ្ញុំមិនដឹងថាផ្លូវមួយណាទេគឺនៅខាងលិចផ្លូវនៅពេលដែលតកែរបស់គាត់ដែលជាជនជាតិបរទេសហើយប្រកាន់សាសនាផ្សេងក្រៅពីព្រះពុទ្ធសាសនាដែលមិនមានជំនឿទៅលើអបិយជំនឿគាត់ជោគជ័យខ្លាំងពេកដល់ពេលគាត់ជោគជ័យមានការទទួលកក់ទទួលធ្វើជាច្រើនគាត់ក៏សម្រេចចិត្តថាពង្រីកទីតាំងការពង្រីកទីតាំងរបស់គាត់មិនមែនផ្លាស់ប្ដូរទីកន្លែងទេគឺការសង់អគារមួយទៀតនៅម្ខាងផ្លូវពោលគឺខាងកើតផ្លូវអញ្ចឹងទស្សនវិជ្ជារួមគឺនៅលើផ្លូវដែលប្រជាជនធម្មតាបរឡើងខាងស្ដាំដៃគឺមានរោងចក្រនឹងមួយខាងឆ្វេងដៃទល់មុខគ្នាតែម្ដងគឺមានរោងចក្រនឹងមួយកាលពីរោងចក្រទី1បានធ្វើឡើងមិនដែលមានរឿងហេតុអ្វីកើតឡើងទាល់តែសោះគឺសុខសប្បាយអ្វីៗគឺប្រព្រឹត្តទៅតាមបែបធម្មតាតាមបែបជីវិតរបស់តកែតាមបែបជីវិតរបស់មេកាតាមបែបជីវិតរបស់កម្មករនិងកម្មការិនីទាំងអស់តែនៅពេលដែលរោងចក្រទី2ដែលមានទីតាំងនៅខាងកើតផ្លូវបានកសាងឡើងហើយមានកម្មករកម្មការិនីចូលពេញធ្វើការហើយរឿងហេតុចម្លែកបានកើតឡើងនៅពេលដែលកម្មករកម្មការិនីទាំងឡាយបានចូលធ្វើការត្រឹមតែមួយរយៈខ្លីតែប៉ុណ្ណោះប្រមាណប្រហែលជាមួយខែស្រាប់តែមានបុគ្គលិកម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយស្លាប់បាត់បង់ជីវិតអ្នកទាំងឡាយគិតថាវាជារឿងធម្មតាវាជារឿងអនាយធម៌វាជារឿងអកុសលដែលបានកើតឡើងចំពោះកម្មករឬក៏កម្មការិនីមិនដឹងថាភេទអ្វីទេដែលព្រោះគាត់អត់បានបញ្ជាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយហ្នឹងគាត់គិតថាជារឿងធម្មតាទេព្រោះបើកបរនៅលើផ្លូវគង់អីនឹងជួបរឿងចឹងប៉ុន្តែចៃដន្យនិងអកុសលបំផុតដែលធ្លាក់ទៅលើបុគ្គលម្នាក់ហ្នឹងម្នាក់បានចូលរួមរំលែកទុក្ខចូលរួមក្នុងពិធីបុណ្យសពជាដើមឡាហើយថ្ងៃស្អែកឡើងពួកគាត់ក៏បានវិលត្រឡប់ចូលមកធ្វើការវិញដូចធម្មតារំលងមិនយូរទេបងប្អូនរំលងមិនយូរទាល់តែសោះរយៈពេលខ្លីមែនតើអាចថាមួយសប្តាហ៍ចុះឧទាហរណ៍ថាមួយសប្តាហ៍ចុះស្រាប់តែបុគ្គលិកម្នាក់ទៀតដែលជាកម្មករឬកម្មការិនីបានស្លាប់បាត់បង់ជីវិតម្នាក់ក៏គិតថាចឹងប្រហែលជាគាត់អស់បុណ្យហើយទើបគាត់លាចាកបែបហ្នឹងម្នាក់អត់មានចិត្តសង្ស័យថាតើមានរឿងអ្វីកើតឡើងដែរតែជាការចូលរួមបុណ្យនិងចូលរួមរំលែកទុក្ខបែបធម្មតាយើងរំលងទៅរយៈពេលខ្លីទៅមុខទៀតក៏មានបុគ្គលម្នាក់ស្លាប់បាត់បង់ជីវិតហេតុការណ៍ផ្ទួនក្នុងរយៈពេលខ្លីយើងសន្មតថាក្នុងរយៈពេល1ខែមានបុគ្គលស្លាប់រហូតទៅដល់3នាក់តើមានរឿងអ្វីកើតឡើងតើវាជារឿងចៃដន្យពេកទេដឹងតើវាអាចចៃដន្យដល់ថ្នាក់ហ្នឹងឬក៏វាមានតាក់ទិននឹងអ្វីផ្សេងជាធម្មពលឬក៏ជាអំណាចដែលយើងមើលអត់ឃើញការសង្ស័យនេះមិនមែនមានតែបុគ្គលិកដែលជាបងប្អូនកម្មករកម្មការិនីទេសូម្បីតែមេការនៅក្នុងរោងចក្រខាងកើតផ្លូវហ្នឹងក៏ចាប់ផ្ដើមមានការសង្ស័យដែរថាតើរោងចក្រមួយនេះមានអ្វីខុសឆ្គងតើរោងចក្រមួយនេះធ្វើឡើងដោយខុសប្រក្រតីឬក៏យ៉ាងណាបរិយាកាសនៅក្នុងរោងចក្រក៏ចាប់ផ្ដើមផ្លាស់ប្ដូរប្រែជាអាប់អួរម្នាក់ក៏ចាប់ផ្ដើមភ័យខ្លាំងមែនទែនព្រោះខ្លាចដល់វេនខ្លួនឯងធ្វើការទាំងភ័យធ្វើការទាំងញ័រធ្វើការទាំងមិនមានចិត្តធ្វើការទាល់តែសោះដូច្នេះហើយបុគ្គលិកទាំងឡាយក៏ស្នើសុំឲ្យមេការទៅនិយាយជាមួយថៅកែជាចៅហ្វាយហ្នឹងនិយាយជាមួយថៅកែមើលថាមិនអញ្ជើញអ្នកជំនាញអីមកឆែកតិចទៅមកឆែកតិចទៅវាមិនខាតបង់អីទេមេការមិនមានការបដិសេធក៏មិនបង្កចំនួនបែបណាដែរតែយល់ស្របទាំងស្រុងហើយដើរតម្រង់ទៅបន្ទប់របស់ចៅហ្វាយនៅពេលដែលគាត់ដើរទៅដល់បន្ទប់របស់ចៅហ្វាយគាត់បានរៀបរាប់រឿងថាអូយលោកតកែមួយរយៈនេះយើងស្លាប់បាត់បង់ជីវិតរបស់បុគ្គលិករបស់យើងអស់ដល់3នាក់វាផ្ទួនខ្លាំងពេកហេតុការណ៍មួយនេះមិនមែនជាហេតុការណ៍ធម្មតាទេបើសិនជាម្នាក់ប្រហែលជារឿងចៃដន្យដែលជារឿងធម្មជាតិប៉ុន្តែការស្លាប់ជាប់គ្នា2-3នាក់ផ្ទួនក្នុងរយៈពេលដ៏ខ្លីនេះច្បាស់ណាស់មិនមែនជារឿងធម្មតាទេ
ចឹងតើអាចទេស្នើសុំឲ្យលោកតាកែអញ្ជើញអ្នកជំនាញអញ្ជើញជាគ្រូបារមីឬក៏គ្រូបែបណានោះមកជួយឆែកទៅលើតំបន់របស់យើងខ្ញុំខ្លាចថាតំបន់របស់យើងធ្វើខុសដោយប្រការណាមួយតាកែរបស់គាត់នៅពេលដែលឮពាក្យហ្នឹងហើយគឺគាត់ខឹងសម្បាមែនទែនដោយសារទី1គាត់ជាជនបរទេសដដែលទី2គាត់កាន់សាសនាផ្សេងដែលគាត់មិនជឿទេទៅលើរឿងអបិយជំនឿខ្មោចព្រាយអីគឺគាត់មិនជឿទេគឺគាត់ជឿតែលើវិទ្យាសាស្ត្រពិតគាត់បានស្ដីបន្ទោសមេការខ្លាំងមែនទែនក្រោយពីការស្ដីបន្ទោសមេការបានដើរចេញពីបន្ទប់តកែដោយទឹកមុខដែលមិនសប្បាយចិត្តជាខ្លាំងអារឿងភ័យក៏ភ័យអារឿងគិតគូរសុវត្ថិភាពក៏គិតគូរសុវត្ថិភាពរបស់បុគ្គលិកទាំងឡាយដែលក្រោមអាវ៉ានហើយអ្វីដែលសំខាន់គឺត្រូវមាត់ត្រូវកែទៀតគាត់ដើរតម្រង់មកបុគ្គលិកទាំងឡាយដែលកំពុងតែទន្ទឹងរង់ចាំព័ត៌មានពីគាត់ទាំងទឹកមុខសងត់ស្ងាត់ហើយគួយក្បាលទៅកាន់ពួកគាត់ពេលនឹងហើយដែលបុគ្គលិកទាំងឡាយចាប់ផ្ដើមស្លន់ស្លោហើយភ័យកាន់តែខ្លាំងហេតុតែម្នាក់ចាប់ផ្ដើមភ័យខ្លាំងហើយម្នាក់ក៏ក្រោយពីធ្វើការក៏ចេញទៅទីតាំងសំខាន់ដូចជាទីតាំងវត្តដែលពួកគាត់ជឿទីតាំងផ្ទះគ្រូនីមួយៗដែលពួកគាត់មានជំនឿខ្លាំងហ្នឹងដើម្បីជាវឬក៏សុំនៅរបស់ស័ក្តិសិទ្ធិក្នុងការការពារខ្លួនតែសួរថាបានផលឬក៏អត់រំលងពីពេលនឹងរយៈពេលខ្លីទៀតក៏មានបុគ្គលិកស្លាប់បន្តបន្ទាប់រហូតដល់មេការធ្វើការសម្រេចចិត្តខ្លួនឯងតែម្ដងគឺគាត់ទៅស្វែងរកគ្រូឬក៏ស្វែងរកអ្នកជំនាញដោយខ្លួនឯងដោយមានការសម្ងាត់បំផុតមិនប្រាប់ថៅកែសូម្បីតែមួយម៉ាត់មេការបានធ្វើដំណើរទៅដល់ផ្ទះអ្នកខ្លាំងហើយគាត់បានជម្រាបហេតុការណ៍ទាំងឡាយដែលបានកើតឡើងនៅក្នុងរោងចក្រខាងកើតផ្លូវហ្នឹងក្រោយពីការប្រមាលមើលក្រោយពីការទូទាយរបស់គ្រូឬក៏របស់អ្នកខ្លាំងហ្នឹងបានប្រាប់គាត់ថាអញ្ចេះសំណង់នៃអគារខាងកើតសង់នៅលើទឹកដីរបស់គេដោយការសាងសង់មិនមានការសែនព្រេនទាល់តែសោះសុំគេបន្តិចក៏គ្មានដែរដូច្នេះហើយទៅបិណ្ឌគេខឹងសម្បាខ្លាំងមែនទែនហើយគេយកបន្តបន្ទាប់លុះត្រាតែអ្នកនៅក្នុងហ្នឹងមានអ្នកណាម្នាក់ដឹងខ្លួនហើយស្វែងរកដំណោះស្រាយមេការទទួលបានដំណឹងបែបនេះគាត់មានសេចក្តីរន្ធត់យ៉ាងខ្លាំងហើយគាត់រូតរះរៀបចំសំណែនផ្សេងដោយការលួចសែនថែមទៀតក្រោយពីការធ្វើពិធីរួចរាល់ហើយអ្វីក៏បានស្ងប់ស្ងាត់តែបងប្អូនដឹងអត់ទម្រាំតែអ្វីត្រូវបានបញ្ចប់បុគ្គលិកដែលបានបាត់បង់ជីវិតគឺមានចំនួនប្រមាណជា10នាក់10នាក់បងប្អូន10នាក់ខ្ញុំសូមធ្វើការកោតសរសើរដល់មេដែលជាតកែរោងចក្រខ្លាំងមែនទែនដែលមនុស្សស្លាប់ផ្ទួន10នាក់ហើយគាត់អាចគិតថាមិនមែនជារឿងអបិយជំនឿតែខ្ញុំអាចស្នើសុំបានទេថាសម្រាប់ជំនួយការពិសេសរបស់មេធម្មតាទេអ្នកក្រៅស្រុកណាអ្នកក្រៅស្រុកជនបរទេសនានាដែលមកប្រកបរបររស់ស៊ីនៅស្រុកខ្មែរគាត់តែងតែមានជំនួយការពិសេសម្នាក់ដែលជាជនជាតិខ្មែរខ្ញុំមិនដឹងថាតើមានអ្នកណាដែលជាជំនួយការមួយនឹងដែលកំពុងតែស្ដាប់ប្រិយមិត្តម្នាក់ណាដែលកំពុងតែស្ដាប់អេពីសូតមួយនេះខ្ញុំអាចស្នើសុំបានទេរឿងហេតុបែបនេះសូមមេត្តាបញ្ចុះបញ្ចូលទៅថាកែដែលជាជនបរទេសមិនជឿសោះឡើយទៅលើរឿងអបិយជំនឿឲ្យចំណាយបន្តិចទៅអាហ្នឹងគេហៅថាកតិចលុយរបស់គាត់ទេយ៉ាងហោចណាស់ក៏គាត់បានទិញទឹកចិត្តកម្មការនីរបស់គាត់ទាំងអស់ថាគាត់បានធ្វើពេញលេញហើយជួយយកទុកអាសាជួយយកទុករបស់កម្មការនីយកមកដាក់ក្នុងចិត្តរបស់គាត់ហើយគាត់យកបញ្ហាទាំងអស់នឹងដោះស្រាយដូចជាបញ្ហារបស់គាត់អញ្ចឹងអាហ្នឹងអត់ប្រសើរទេតើអាហ្នឹងអត់អាចសបញ្ជាក់ថាខ្លួនឯងជាចៅហ្វាយដែលល្អដែលយល់ចិត្តបុគ្គលិកក្រមអាវ៉ាត់ទេចឹងក្នុងករណីហ្នឹងជួយបញ្ចុះបញ្ចូលគាត់ផងជាក់ស្ដែងក្នុងរឿងស្ត្រីពោះធំក្នុងការដ្ឋានដែលបងម៉ុងទៅសេហើយសាច់រឿងនឹងត្រូវបានផលិតនៅក្នុងរោងកុនខ្ញុំអត់ដឹងថាបងប្អូនប្រហែលអ្នកដែលបានមើលទេតែសាច់រឿងនឹងផ្ទាល់ក៏បាននិយាយក្នុងតុកភ្លឺ background ងឹតដែរនៅក្នុងកម្មវិធីបាអាហ្វ្រិកាគាត់បានប្រាប់ថាតកែចិននឹងដំបងអត់ជឿទេលុះត្រាតែគាត់ឃើញផ្ទាល់ភ្នែកតែម្ដងក្នុងករណីនេះហើយមិនមែនមនុស្សម្នាក់សុទ្ធតែអាចមើលឃើញនោះទេអញ្ចឹងហើយតើបងប្អូនជាជំនួយការពិសេសនេះសូមមេត្តាជួយបញ្ចុះបញ្ចូលគាត់រឿងមនុស្សអាចកិច្ចផុតបើសិនជាគេទាញដបងដេញវាយបងប្អូនបំរុងសម្លាប់យ៉ាងហោចណាស់ក៏បងប្អូនអាចកិច្ចផុតត្រូវតិចទៅច្រើនឬក៏យ៉ាងណានោះខ្ញុំអត់ដឹងប៉ុន្តែរឿងអមនុស្សបងប្អូនមិនមើលឃើញគេនោះឡើយវាមិនទាស់ខុសអីនឹងធ្វើឲ្យគេសមចិត្តទេដើម្បីសេចក្តីសុខរបស់ខ្លួនឯងហើយតាមអ្វីដែលខ្ញុំដឹងកន្លងមកការទាមទាររបស់គេគ្រាន់តែជាការសែនព្រេនតែប៉ុណ្ណោះឬក៏ការចរចាផ្សេងដែលមិនទាមទារឲ្យបងប្អូនចំណាយដល់រាប់ម៉ឺនដុល្លារនោះទេអញ្ចឹងហេតុអីមិនយើងធ្វើទៅដើម្បីសេចក្តីសុខ
នេះគឺជាសាច់រឿងទី1របស់គាត់យ៉ាងមិនដែរបងប្អូនទាំងអស់គ្នាយើងចូលដល់សាច់រឿងទី2របស់គាត់សាច់រឿងទី2បានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលស្ថិតនៅក្នុងបណ្ដោយផ្លូវជាតិលេខ2នៅក្នុងខេត្តកណ្ដាលគាត់ថាអញ្ចេះម្ដាយរបស់គាត់ពេលនោះគឺធ្លាក់ខ្លួនឈឺខ្លាំងមែនទែនញ៉ាំអីអត់កើតទេគិតតែពីក្អួតមានបញ្ហាច្រើនមែនទែនដោយគាត់មិនអាចបត់ដៃបត់ជើងបានឬក៏ញ៉ាំអីអត់កើតដាក់ចូលទៅវាចេះតែចេញមកវិញអាការៈគឺចុកពោះខ្លាំងមែនទែនដែលវាខុសប្រក្រតីគាត់មិនអាចទ្រាំបានដូច្នេះហើយក្រុមគ្រួសារទាំងអស់ក៏សម្រេចចិត្តថាបញ្ជូនគាត់ទៅមន្ទីរពេទ្យក្រោយបញ្ជូនគាត់ទៅមន្ទីរពេទ្យជំនាញបានពិនិត្យមើលសពគ្រប់អស់ហើយក៏បានប្រាប់ថាម្ដាយរបស់គាត់គឺមានជំងឺរលាកក្រពះដែលទាមទារឲ្យម្ដាយរបស់គាត់សម្រាប់ពេទ្យប៉ុន្មានថ្ងៃដើម្បីតាមដានសភាពជំងឺក្រោយការវាយថ្នាំហើយព្យួរសេរ៉ូមហើយមើលថាតើគាត់នៅក្អួតចង្កោអត់តើគាត់ធូរជាងមុនអត់តើគាត់ញ៉ាំបានជាងមុនឬក៏អត់អញ្ចឹងការតាមដានបែបហ្នឹងឯងដោយសារតែគាត់ត្រូវសម្រាប់ពេទ្យប្រហែលថ្ងៃគាត់ជាមនុស្សចាស់ផងសាច់ញាតិទាំងឡាយក៏មិនទុកចិត្តឲ្យគាត់គេងពេទ្យម្នាក់ឯងក៏មិនទុកចិត្តអ្នកជំងឺនៅលើដៃពេទ្យទេព្រោះដើម្បីឲ្យអស់ចិត្តមិនមែនមិនជាទុកចិត្តទេតែដើម្បីឲ្យអស់ចិត្តដើម្បីយកទុកធុរៈព្រោះពេទ្យក៏មិនអាចមើលយើង24ម៉ោងដែរម្ចាស់សាច់រឿងក៏សម្រេចចិត្តថាគាត់នឹងគេងកំដរអ្នកម្ដាយរបស់គាត់នៅក្នុងមន្ទីរពេទ្យតែការគេងរបស់គាត់នៅក្នុងមន្ទីរពេទ្យបានជួបនៅរឿងហេតុមួយដែលគាត់ចងចាំមិនភ្លេចនៅយប់នោះក្រោយពីគាត់មើលថែអ្នកម្ដាយរបស់គាត់ហើយបញ្ចុកបបរលាក់នឹងលាក់ជូនទៅអ្នកម្ដាយគាត់ហើយយកចិត្តទុកដាក់អ្នកម្ដាយរបស់គាត់បានសម្រាកហើយគាត់ក៏រៀបចំកន្លែងគេងរបស់គាត់នៅក្រោមគ្រែរបស់អ្នកម្ដាយរបស់គាត់ពោលគឺមិនមែនក្រោមគ្រែចំទេតែនៅចំហៀងខាងក្រោមផ្ទាល់ដីរបស់គ្រែពេទ្យរបស់ម្ដាយគាត់នឹងឯងរៀបចំរួចហើយដោយសារតែអស់កម្លាំងនៅក្នុងការមើលថែម្ដាយរបស់គាត់ក៏ចាប់ផ្ដើមដំរេតខ្លួនចុចទូរស័ព្ទបានបន្តិចគាត់ក៏បិទភ្នែកមួយត្រឹមបិទភ្នែកគេងតើបងប្អូនដឹងថាមានរឿងហេតុអ្វីកើតឡើងអត់មួយត្រឹមបិទភ្នែកគេងតែប៉ុណ្ណោះស្រាប់តែគាត់ទទួលបានទម្ងន់មួយមកសកត់ខ្លួនគាត់ជាប់បញ្ជាក់ស្មារតីរបស់គាត់នៅមានមិនមែនគេងលក់ទេមិនមែនគេងលក់ជាដាច់ខាតគឺត្រឹមតែមួយបិទភ្នែកតែប៉ុណ្ណោះស្រាប់តែមានទម្ងន់មួយមកសង្កត់គាត់ជាប់គាត់ដឹងខ្លួនហើយថាអូខ្មោចសកត់ហើយច្បាស់ 100% វាមិនដែរណាគេគ្រាន់តែបិទភ្នែកភ្លាមធ្ងន់មកទៅប្រហែលតែហឹងចឹងទេមានតែខ្មោចសកត់ទេគាត់ចាប់ផ្ដើមព្យាយាមកម្រើកតែកម្រើកអត់បានអញ្ចឹងហើយគាត់ដឹង 100% គឺខ្មោចសង្កត់គាត់ខំស្រែកហៅអ្នកម្ដាយរបស់គាត់ឲ្យម្នាក់ម្ដាយរបស់គាត់ដឹងខ្លួនហើយមកជួយគាត់ខំស្រែកហកម៉ាក់អើយជួយផងម៉ាក់អើយជួយផងប៉ុន្តែសំឡេងរបស់គាត់ដែលចេញពីមាត់គាត់គឺខ្សាយស្ដាប់ស្ទើរតែអត់ឮប៉ុន្តែប៉ុណ្ណឹងបងប្អូនគិតថាធម្មតានឹងខ្មោចសកត់គាត់ជាអញ្ចឹងដែរមិនមែនទេបងប្អូនកំពុងតែស្រែកហៅអ្នកម្ដាយឲ្យជួយមានសំឡេងអួយភឺហូមខ្លាំងមែនទែនមានសំឡេងមួយមកសើចដាក់ត្រចៀកគាត់សើចបងប្អូនសើចដាក់ត្រចៀកគាត់ហើយនិយាយថាចេះហើយមើលវាផឹងស្រែកធ្វើអីគ្មានណាគេឮទេនិយាយអញ្ចឹងណាបងប្អូនអូយភឺខ្លាំងមែនទែនបើសិនជាបងប្អូនអូយខ្ញុំបាសសក់ហ្មងណាគាត់ឮសំឡេងហ្នឹងគាត់ច្បាស់ 100% កាន់តែច្បាស់ថែមទៀតថាខ្មោចសកត់ហើយមិនមែនធម្មតាខ្មោចសកត់គឺខ្មោចសង្កត់ខ្នាតធំគាត់ប្រឹងរើមរៀមជើងពួកគាត់ធ្លាប់ឮថាអញ្ចេះឲ្យតែរើខ្លួនបានតែបន្តិចគឺផុតពីខ្មោចសកត់ហើយស្របពេលនឹងដែរគាត់ព្យាយាមសូត្រធម៌ដោយសារតែគាត់អត់ចេះធម៌ច្រើនណាគាត់ចេះសូត្រតែអ្នកមោតសៈអញ្ចឹងទៅគាត់ប្រឹងសូត្រសំឡេងបានបន្លឺម្ដងទៀតគឺជាសំឡេងសើចចំអកហើយនិយាយប្រាប់គាត់ថាអញ្ចេះមិនបាច់ផឹងរើទេមិនបាច់ផឹងសូត្រទេអញមិនខ្លាចទេធម៌ហ្នឹងគឺធម្មតាធ្វើអីអញអត់បានទេបងប្អូនអូយភឺខ្លាំងណាស់នេះដល់ខ្មោចសើចចំអកតើបងប្អូនវិញតើបងប្អូនគិតមិនគាត់ប្រឹងរើខ្លាំងមែនទែនរើរហូតដល់គាត់កម្រើកបានម្រាមជើងបន្តិចគាត់ក៏រួចខ្លួនពីការសង្កត់មួយហ្នឹងគាត់ស្ទុះឡើងដោយទឹកមុខភ័យខ្លាំងមែនទែនញើសបែកពេញមុខពីពេលនោះមកគឺគាត់ឡើងគេងហើយគាត់បញ្ឈរភ្នែកទល់ភ្លឺយ៉ាងម៉េចដែរបងប្អូនសាច់រឿងរបស់គាត់ត្រឹមតែខ្មោចសកត់ក៏អាចមានរឿងរ៉ាវអញ្ចឹងដែរណាបើសិនជាខ្ញុំភ័យបាសសក់ហើយអូលក្ខណៈថាយើងសូត្រធម៌ពឹងប្រពុតពធប្រសង់ជាប្រធានណាប៉ុន្តែដល់ហើយទៅត្រូវបានខ្មោចសើចំអកទៀតណាសួរថាត្រង់ចំណុចនេះយ៉ាងម៉េចដែរដូចខ្ញុំបានបញ្ជាក់ខ្ញុំមិនដឹងថាខ្ញុំបានបញ្ជាក់ពីអេពីសូតណាទេខ្ញុំក៏ធ្លាប់បានខ្មោចសកត់ដូចគ្នាដែរដូចគ្នាបែបហ្នឹងឯងពីពេលនោះខ្ញុំឧស្សាហ៍សមាធិខ្លាំងមែនតើ
ខ្ញុំសមាធិនៅពេលដែលខ្ញុំធ្វើការគឺខ្ញុំសមាធិម៉ោងបាយហ្នឹងញ៉ាំបាយហើយខ្ញុំសមាធិបានបន្តិចទៅខ្ញុំឡើងមកអង្គុយលើកៅអីដើម្បីសម្រួលអារម្មណ៍ត្រៀមធ្វើការទៀតនៅពេលដែលខ្ញុំកំពុងតែបិទភ្នែកគេងមកបិទភ្នែកយកដៃគងថ្ងាសបិទភ្នែកក្រាបនៅលើតុមានទម្ងន់មួយសកត់ចំកខ្ញុំណាបងប្អូនសកត់ឲ្យរួញខ្ញុំចុះក្រោមគឺយើងមានអារម្មណ៍ថាសឹបចុះទៅក្រោមហ្មងណាសំឡេងបន្ទាប់គឺការសើចមានក្មេងមានចាស់មានស្រីមានប្រុសសើចពីឆ្វេងមកស្ដាំពីឆ្វេងមកស្ដាំហើយប្រាប់ថាចាំណាម៉ោង4ចាំណាម៉ោង4ខ្ញុំភ័យមែនតើខ្ញុំព្យាយាមរើយ៉ាងម៉េចក៏អត់រួចដែររហូតដល់រើបានម្រាមដៃតិចងើបមកផុតបែកញើសឡើងជោគប្រហែលថ្ងៃក្រោយមកខ្ញុំក៏ឈឺក្បាលខ្លាំងមែនតើម៉ោង3ខ្ញុំឈឺក្បាលខ្លាំងមែនតើរហូតដល់ខ្ញុំសុំច្បាប់ពី HR ហើយខ្ញុំបើកឡានត្រឡប់ទៅផ្ទះវិញមកត្រឹមចេញពីខ្លោងទ្វាររបស់កន្លែងធ្វើការរបស់ខ្ញុំមកត្រឹមចេញពីខ្លោងទ្វារអាការឈឺក្បាលរបស់ខ្ញុំវាបាត់ដូចគេបេះវាបាត់ភ្លាមវាបាត់ឈឹបហ្មងណាតែអត់មានអ្វីមកបកស្រាយបានថាតើការឈឺក្បាលហ្នឹងវារបៀបម៉េចជីបានចម្ងាយដែរបន្តិចតែប៉ុណ្ណោះខ្ញុំទទួលបានទូរស័ព្ទមួយថាមានករណីស្លាប់នៅក្នុងស្ថាប័នកន្លែងដែលខ្ញុំធ្វើការហ្នឹងហើយខ្ញុំមើលម៉ោងទៅគឺម៉ោង4ខ្ញុំមិនដឹងថាសំឡេងហ្នឹងចង់បញ្ជាក់ប្រាប់ថាម៉ោង4នឹងមានរឿងហេតុអីឲ្យខ្ញុំតាមដានឬក៏មានហេតុការណ៍អីទេតែខ្ញុំគិតថាប៉ុនខ្ញុំល្អហើយប៉ុនខ្ញុំជួយម្ដោះព្រោះថាទស្សនវិជ្ជានៃការស្លាប់នឹងបងប្អូនអាក្រក់មើលមែនតើក្រោយមកខ្ញុំក៏សុំរូបថតគេមើលអូពធហើយបងប្អូនខ្ញុំអត់បញ្ជាក់ថាស្លាប់ដោយសារអីទេតែខ្ញុំបញ្ជាក់ថាចេះបងប្អូនសាកសម័យថាចេះក្បាលរបស់បុគ្គលម្នាក់ហ្នឹងប្រេះជា2ឃើញដល់ខួរខាងក្នុងបងប្អូនសាកគិតមើលថាតើរូបភាពហ្នឹងបើសិនជាខ្ញុំនៅកន្លែងហើយខ្ញុំដឹងហេតុការណ៍មួយហ្នឹងតន់ហន់ហ្មងណាជាទស្សនវិជ្ជាដែលអាក្រក់បំផុតដែលខ្ញុំនឹងចងចាំមិនភ្លេចហេងវិញដែលខ្ញុំមិននៅទីតាំងជាក់ស្ដែងតាក់ទងមួយរឿងមនុស្សត្រង់ចំណុចនេះគឺខ្ញុំចាប់បានតែគាត់និយាយថាសំឡេងសើចចំអកឲ្យគាត់ហើយប្រាប់ថាមិនបាច់សូត្រទេអាហ្នឹងអញអត់ខ្លាចទេត្រង់ចំណុចហ្នឹងណាបងប្អូនខ្ញុំមិនដឹងថាបងប្អូនបានស្ដាប់បដាជគុណមួយអង្គដែរឬអត់ដែលខ្ញុំអត់ហ៊ានបញ្ចេញឈ្មោះទេព្រោះប្រហែលជាមានអ្នកស្រឡាញ់មានអ្នកស្អប់អញ្ចឹងក្នុងករណីហ្នឹងខ្ញុំមិនបញ្ចេញឈ្មោះទេតែខ្ញុំបានស្ដាប់វីដេអូរបស់លោកមានសង្កេតថានៅពេលដែលលោកចូលព្រៃទៅដល់ចំណុចថ្មមួយមានអមនុស្សដែលមានអាយុកាលរាប់រយឆ្នាំខ្លួនប្រាណដូចបិសាចដែលមានដុសស្នែងពកខ្មៅក្រឹបលាយក្រហមអីហើយមកចាប់ច្បាច់កលោកហើយលោកព្យាយាមសូត្រធម៌សូត្របាលីបែរជាអមនុស្សមួយហ្នឹងអោនមកប្រាប់លោកថាមិនបាច់សូត្រទេអមនុស្សហ្នឹងកើតមុនលោកទៀតចឹងធម៌អស់ហ្នឹងគេស្ដាប់អស់ហើយគេមិនខ្លាចទេបាច់ប្រឹងសូត្រទេរហូតដល់បដាជគុណមានសង្កេតថាបើសិនជាបដាជគុណត្រូវសគត់ដោយសារតែដៃហេតុរបស់គាត់អស់បុណ្យដោយសារតែដៃអាមនុស្សមួយហ្នឹងសូមឲ្យអស់ទៅចោះតែបើសិនជាមិនបានចម្ពាក់កម្មអីគ្នាទេហើយមិនត្រូវបានស្លាប់ឬក៏សគត់ដោយសារដៃអាមនុស្សមួយហ្នឹងទេសូមឲ្យលោករួចខ្លួនលោកគ្រាន់តែទះដៃទៅក៏លបូតទៅបាត់ណាចឹងក្នុងករណីហ្នឹងដែរក៏ជារឿងអច្ឆរិយៈដែរហើយក៏ជាអ្វីដែលបងប្អូនគួរតែពិចារណាក្នុងករណីដែលបងប្អូនជួបអមនុស្សដែលបងប្អូនមិនអាចដោះស្រាយបានសូត្រធម៌អីក៏អត់បានសូត្របាលីអីក៏អត់បានបងប្អូនសាកល្បងប្រើប្រាស់វិធីហ្នឹងគឺបន់ផ្សងដោយរំលឹកដល់គុណឪពុកគុណម្ដាយគុណព្រះពុទ្ធពធព្រះសង្ឃហើយឧទ្ទិសថាបើសិនជាខ្ញុំត្រូវអស់ជីវិតដោយសារតែការលងបន្លាចសូមឲ្យជីវិតខ្ញុំអស់ចោះតែបើសិនជាខ្ញុំមិនត្រូវអស់ជីវិតជាមួយនឹងការលងបន្លាចហ្នឹងទេមិនបានចម្ពាក់កម្មជាមួយនឹងអមនុស្សហ្នឹងទេសូមឲ្យអមនុស្សទាំងឡាយរសាត់បាត់ពីខ្ញុំអញ្ចឹងហើយសូមកុំឲ្យអមនុស្សណាមកបៀតបៀនខ្ញុំបានចឹងក្នុងករណីហ្នឹងអាចប្រហែលជាអាចជួយបានព្រោះខ្ញុំអត់ដែរសាកល្បងក៏ខ្ញុំអត់ដែរជួបដែរអានេះយោងទៅតាមអ្វីដែលខ្ញុំបានស្ដាប់ហើយចែករំលែកជូនទៅបងប្អូនតែប៉ុណ្ណោះចឹងសារទៅហើយបើសិនជាបងប្អូនណាដែលជួបហើយចែកដល់សារទៅបានផលជួយ message មកប្រាប់ខ្ញុំផងតោះយើងចូលដល់សាយរឿងទី3សាយរឿងទី3មួយនេះបានចែកម្លែកទៅដោយបងប្រុសម្នាក់ដែលគាត់ជួបហេតុការណ៍ហ្នឹងហើយខ្ញុំបានស្ដាប់ហេតុការណ៍ហ្នឹងហើយខ្ញុំអានឡើងវិញខ្ញុំស្ដាប់ឡើងវិញហើយខ្ញុំឃើញថាវាពិតជាសាហាវមែនតើហើយខ្ញុំព្រឺរោមមែនតើគ្រាន់តែស្ដាប់គាត់និយាយណាហើយក្រុមឡុងពេលដែលខ្ញុំទៅសេជាលេលាក់អសរហ្នឹងក៏មិនធម្មតាដែរចឹងហើយខ្ញុំ shout out ឈ្មោះរបស់គាត់បងទាវខ្ញុំសង្ឃឹមថាសំឡេងរបស់ខ្ញុំសាយរឿងការបោះយាយរបស់ខ្ញុំនឹងអាចនាំអារម្មណ៍របស់បងប្អូនទាំងអស់គ្នាចូលទៅក្នុងព្រឹត្តិការណ៍ដែលបងទាវជួបប្រទះតើហេតុការណ៍មួយនឹងគឺបែបណាសូមបងប្អូនទាំងអស់គ្នាប្រមូលអារម្មណ៍ទាំងអស់គ្នាដើម្បីចូលទៅរស់នៅក្នុងស្ថានភាពនៅពេលនោះសាយរឿងទី1នេះបានកើតឡើងចំពោះគាត់ស្របពេលដែលគាត់បានទៅធ្វើការនៅឯប្រទេសថៃហើយគាត់បានផ្ដាំផ្ញើថាគាត់មានសាច់រឿងជាច្រើនចង់ចែករំលែកទៅប្រិយមិត្តជាអ្វីទុកជាបទពិសោធន៍
និងទុកជាមេរៀនសម្រាប់ខ្លួនឯងដដែលព្រឹត្តិការណ៍មួយនេះបានកើតឡើងនៅប្រទេសថៃនៅក្នុងតំបន់មួយស្របពេលដែលគាត់កំពុងតែធ្វើការនៅពេលនោះគាត់បានបញ្ជាក់ថាគាត់មានផ្ទះហើយនៅក្នុងបន្ទប់របស់គាត់គឺគាត់គេងតែឯងទេមិនបានចូលរួមគេងជាមួយនឹងអ្នកធ្វើការផ្សេងៗទេដោយសារតែគាត់មានគ្រួសាររួចហើយគាត់មានប្រពន្ធហើយមានកូនដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាអត់បានទៅជាមួយគាត់ទេគឺគាត់ទៅធ្វើការតែម្នាក់ឯងប្រាក់ខែប្រាក់ចំណូលរបស់គាត់ទាំងប្រមាណគឺគាត់ផ្ញើមកផ្ទះដែលធ្វើឲ្យគាត់ខ្លួនឯងមានការខ្វះខាតនៅក្នុងការចំណាយជាប្រចាំថ្ងៃនៅក្នុងការរស់នៅក្នុងប្រទេសគេនឹងឯងដោយសារតែគាត់មានជំនាញពិសេសមួយដែលការនៅខេត្តការនៅទឹកដីកម្ពុជាគឺគាត់តែងតែរកសត្វប្រមាញ់ត្រីលាក់នឹងលាក់អញ្ចឹងហើយរស់នៅបានមួយរយៈដើម្បីចិញ្ចឹមកាពះដើម្បីរកប្រាក់ចំណូលខាងក្រៅបន្ថែមគាត់ក៏សម្រេចចិត្តយកជំនាញរបស់គាត់មកធ្វើការគាត់បានសម្លឹងឃើញថាអញ្ចេះតំបន់ដែលគាត់រស់នៅគឺសម្បូរដោយលលោកចឹងហើយគាត់ក៏សម្រេចចិត្តថាពេលទៅនេះគាត់គិតទៅបាញ់លលោកខ្លះក្នុងករណីហ្នឹងគាត់ក៏អាចចិញ្ចឹមកាពះបានមួយរយៈដែរយកសាច់តាមរបៀបរបស់គាត់ធ្វើរបៀបរបស់គាត់ទៅក៏អាចទុកបានមួយរយៈហើយនៅសល់ចំណែកលើសក៏គាត់អាចលក់អីចឹងទៅដើម្បីរកប្រាក់ចំណូលបន្ថែមតែព្រឹត្តិការណ៍ដែលបានជួបនៅក្នុងសកម្មភាពមួយហ្នឹងបានតាមគាត់តើគាត់បានជួបរឿងរ៉ាវអ្វីខ្លះយប់ទី1នៅពេលដែលគាត់ទៅបរបាញ់លលោកគឺអត់មានបញ្ហាអ្វីទាំងអស់គាត់បានរកសត្វចំនួនច្រើនល្មមមកគួរសមអាចធ្វើជាម្ហូបហើយក៏អាចទុកខ្លះចូលដល់យប់ទី2និងទី3ព្រឹត្តិការណ៍មួយនេះបានកើតឡើងយប់នោះគាត់បានឃើញលលោកច្រើនអូយព្រឺរោមមែនតើគាត់ចាប់ផ្ដើមនិយាយយប់នោះគាត់បានឃើញមានលលោកច្រើនមែនតើអញ្ចឹងគាត់គិតក្នុងចិត្តថាអូច្រើនអញ្ចឹងប៉ុណ្ណេះដឹងតែធូរហើយដឹងតែបានច្រើនណាគាត់សំទុកបានច្រើនក៏អាចលក់បានដែរអញ្ចឹងគាត់ក៏រៀបចំប្រដាប់ប្រដារបស់គាត់យកទៅបរបាញ់ក្រោយគាត់រៀបចំសម្ភារៈប្រមាញ់របស់គាត់ហើយគាត់ដើរតម្រង់ទៅតំបន់ដែលមានលលោកច្រើននឹងឯងគាត់លួចពួននៅកន្លែងស្ងាត់គាត់ទាញសម្ភារៈរបស់គាត់អាវុធរបស់គាត់ដើម្បីតម្រង់ទៅសត្វលលោកមួយក្បាលគាត់តម្រង់ត្រង់មែនទែនតម្រង់បាញ់ភ្លាមលលោកនឹងបានធ្លាក់ក្ដុកតែម្ដងតែចម្លែកថងចេះនៅពេលដែលគាត់បាញ់ត្រូវស្របពេលដែលគាត់កំពុងតែបាញ់ត្រូវគាត់មានអារម្មណ៍ថាឬខ្លាំងមែនទែនឬស្ទើរតែគម្រើខ្លួនអត់រួចគាត់ចាប់ផ្ដើមងងឹតមុខមកទៅហឹងធ្វើឲ្យគាត់ដួលអារបៀបយើងសុកអាពងដល់ភ្លឺភ្នែកល្ងឹតដួលពុកគឺយើងយកដៃហើយជង្គង់របស់យើងគឺដល់ដៃស្ថានភាពមួយហ្នឹងគឺដូចគ្នាជង្គង់របស់គាត់លុតដល់ដីភ្លាមដៃរបស់គាត់គឺច្រត់ដល់ដីភ្លាមមុខរបស់គាត់អោនទៅដីព្យាយាមដាស់ស្មារតីរបស់ខ្លួនឯងឲ្យភ្ញាក់ឡើងវិញគាត់ដកដង្ហើមលឿនគាត់ដកដង្ហើមខ្លាំងមែនទែនស្របពេលដែលមុខរបស់គាត់មិនបានធូរស្រាលសោះឡើយគាត់បានដាស់ស្មារតីឲ្យខ្លួនឯងងើបឡើងវិញមកត្រឹមដាស់ស្មារតីគាត់បានងើបមុខឡើងទៅទីតាំងដែលលលោកធ្លាក់នឹងកំពុងតែដើរតម្រង់ទៅលលោកដែលគាត់បានបាញ់ធ្លាក់ដើម្បីយកវាមកវិញនោះមកដើរទៅមុខគាត់មានអារម្មណ៍ថាព្រឺកាន់តែខ្លាំងនៅពីក្រោយខ្នងរបស់គាត់អត់បាត់សោះតែម្ដងព្រឺខ្លាំងទៅសូម្បីតែខ្ញុំនិយាយឥឡូវហ្នឹងក៏ព្រឺដែរកន្ទុយភ្នែករបស់គាត់គឺបែរទៅលួចមើលខាងក្រោយថាចុំមិនក៏ព្រឺខ្លាំងម៉េះនៅពេលដែលគាត់បែរទៅក្រោយអ្វីដែលគាត់បានឃើញគឺស្រមោលមនុស្សធំស្រមោលខ្មៅសុទ្ធតែម្ដងហើយធំមែនទែនដើរតាមពីក្រោយរបស់គាត់ឃើញអញ្ចឹងគាត់មិនហ៊ានបញ្ជាក់ថាតើមនុស្សឬក៏វិញ្ញាណនោះទេតែភាគរយច្រើនគឺជាវិញ្ញាណហើយព្រោះគាត់អាចឃើញរូបរាងត្រឹមតែជាស្រមោលហើយត្រឹមតែស្រមោលគឺអាចឲ្យគាត់ដឹងបានថាគឺជាមនុស្សប្រុសមាឌធំគាត់ឃើញបែបហ្នឹងគាត់លែងដើរទៅត្រង់ហើយគាត់ចាប់ផ្ដើមដើរលក្ខណៈបត់ឆ្វេងបត់ស្នាមដើរលក្ខណៈដូចពស់វាអញ្ចឹងដើម្បីចង់ដឹងថាតើអ្វីដែលគាត់ឃើញនេះកំពុងតែតាមគាត់ឬក៏គេដើរទៅតាមទិសដៅរបស់គេមួយទៀតចៃដន្យអីវាដើរស្របគ្នានៅពេលដែលគាត់បត់ឆ្វេងស្រមោលមួយហ្នឹងតាមគាត់ឆ្វេងនៅពេលដែលគាត់បត់ស្ដាំស្រមោលមួយហ្នឹងក៏តាមគាត់ស្ដាំដែរគឺតាមប្រកៀកប្រកិតពីក្រោយខ្នងគាត់តែម្ដងតែគាត់ដឹងច្បាស់ហើយថាស្រមោលមួយហ្នឹងគឺតាមគាត់ដឹងថាអត់ស្រួលបែបនេះដឹងថាជាខ្មោចលងបែបនេះជាជាងមានបញ្ហាគាត់ក៏ផ្លាស់ប្ដូរទិសដៅមិនប្រមូលលលោកដែលធ្លាក់ហ្នឹងទេតែគាត់ដើរទិសដៅតម្រង់ទៅផ្ទះរបស់គាត់តែម្ដងនៅពេលដែលគាត់ដើរមកដល់បន្ទប់របស់គាត់មកដល់ផ្ទះរបស់គាត់នេះសួរថាអារម្មណ៍ព្រឺនៅតែមានទេគឺនៅតែមានគាត់អត់មានចាំយូរទេចៃដន្យគាត់បានយកបតោងដែលស័ក្តិសិទ្ធិជាបតោងព្រះមកពីខេត្តរបស់គាត់មកពីស្រុករបស់គាត់ហើយគាត់បានកាន់នៅក្នុងដៃលើកដៃប្រណម្យបួងសួងថាចេះបើមានអ្វីអាក្រក់ចង់មកបៀតបៀនសូមឲ្យជៀសឲ្យឆ្ងាយកូនចៅសុំតែសុខទេកូនចៅបបាញ់ត្រឹមមកចិញ្ចឹមកាពះទេត្រឹមមកបួងសួងប៉ុណ្ណឹងលើកដៃសាពះ3ដងអារម្មណ៍របស់គាត់បានធូរស្រាលស្រាប់តែលែងព្រឺអ
ចឹងត្រង់ចំណុចនេះបានបញ្ជាក់ច្បាស់ហើយថានោះគឺជាករណីខ្មោចលងហើយត្រូវហើយបងប្អូនតោះយើងចូលដល់ព្រឹត្តិការណ៍បន្ទាប់មកយប់ស្អែកនេះក្រោយពីចេញទៅធ្វើការគាត់ក៏គិតក្នុងរាជថាទេយប់មិញខៃលងថ្ងៃសយរបស់គាត់ហ្នឹងទៅបិណ្ឌគាត់ជួបរឿងចឹងទៅបិណ្ឌគេតាមគាត់ចឹងចាំមើលថ្ងៃនេះមើលថាតើមានរឿងអីកើតឡើងគាត់សាកទៅបោះបាញ់ម្ដងទៀតគិតត្រឹមតែប៉ុណ្្នឹងគាត់បានប្រមូលសម្ភារៈរបស់គាត់តម្រង់ទៅទិសដៅដែលមានហ្វូងសត្វរលកច្រើនគាត់ចង់ដឹងដល់ថាតើយប់ហ្នឹងនឹងអាចជួបរឿងហេតុដូចយប់ថ្ងៃមុនអត់គាត់បានដើរចេញពីផ្ទះតម្រង់ទៅទិសដៅមួយហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអានេះគ្រាន់តែសាច់ដើរឯណាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានសម្ោលមួយដើរតាមគាត់មិនទាន់ដើរទាំងដល់ទីតាំងផងគ្រាន់តែចេញពីផ្ទះបន្តិចគាត់មានអារម្មណ៍ថាជាសម្ោលមួយដើរតាមគាត់មិនឈប់ទាល់តែសោះដើរបានតែប្រហែលចម្ងាយមិនវែងទេគាត់ដឹងថាទទួលអារម្មណ៍បែបហ្នឹងគាត់បែរក្បាលត្រឡប់មកផ្ទះវិញតែម្ដងដងនេះសម្ោលហ្នឹងមិនមែនបាត់ពាក់កណ្ដាលទីដូចយប់ទី1ទេតែសម្ោលមួយហ្នឹងគឺដើរតាមគាត់ដល់ផ្ទះដូចគ្នាចូលដល់ផ្ទះគាត់ធ្វើរបៀបដដែលគឺទាញបន្តោងព្រះមកពាក់ហើយលើកដៃប្រណម្យបួងសួងការសូមឲ្យវត្ថុស័ក្តិសិទ្ធិនឹងការពារពីអរូបហើយអ្វីក៏បានធូរស្រាលម្ដងទៀតគាត់រួចខ្លួនយប់ហ្នឹងគាត់ពិតជារួចខ្លួនមែនប៉ុន្តែថ្ងៃស្អែកឡើងមិនថាថ្ងៃមិនថាយប់រាល់ពេលដែលគាត់ដើរចេញពីផ្ទះគឺគាត់តែងតែមានអារម្មណ៍ថាព្រឺខ្លួនមែនតើហើយគាត់តែងតែមានអារម្មណ៍ថាមានសម្ោលមួយដែលដើរតាមគាត់បកៀកបកិតជាប់ខ្លួនគាត់មិនដាច់ទាល់តែសោះគាត់ដឹងបែបហ្នឹងគាត់គិតថាប្រហែលជាគាត់ប៉ះពីកន្លែងគេហើយប្រហែលជាហ្វូងលលកហ្នឹងគឺស្ថិតនៅក្នុងតំបន់គេហើយយើងទៅប៉ះពីកន្លែងគេគាត់បានសម្រេចចិត្តថាគាត់នឹងទៅទិញផ្លែឈើដើម្បីលាមាត់លាកមានន័យថាសុំកម្មាទោសគេណាគាត់តម្រង់ទៅផ្សារហើយទិញផ្លែឈើមករៀបចំអុជធូបអុជអីហើយសុំកម្មាទោសគេហើយរាប់ពីពេលហ្នឹងទៅអ្វីក៏លែងមានរឿងអីកើតឡើងចំពោះគាត់សម្ោលដែលតាមគាត់ដូចសម្ោលតូតាមប្រាណហ្នឹងក៏លែងមានដែរ2-3ថ្ងៃបន្ទាប់ស្របពេលដែលគាត់កំពុងតែធ្វើការនៅកន្លែងធ្វើការរបស់គាត់ស្រាប់តែមេឃភ្លៀងធ្លាក់ខ្លាំងមែនទែនគាត់បានដើរចេញទៅមើលខាងក្រៅមើលមេឃទៅភ្លៀងខ្លាំងណាស់ពេលហ្នឹងវិច័យដន់ក្រុមការងាររបស់គាត់ម្នាក់កំពុងតែជិះម៉ូតូចូលមកវិញក្រុមការងាររបស់គាត់ដឹងថាគាត់ត្រូវការហៅសัตว์ហៅអីឡាក់នឹងឡាក់អញ្ចឹងដើម្បីចិញ្ចឹមកាពែហើយពួកគាត់អត់មានគ្រប់ដូចគ្នាអញ្ចឹងហើយមិត្តភក្តិរបស់គាត់ក៏ប្រាប់គាត់ថាចេះភ្លៀងខ្លាំងណាស់នៅខាងនោះត្រីធំហ្នឹងធំមែនតើផុសឡើងមកគាត់លឺបែបហ្នឹងគាត់ក៏ទាញម៉ូតូវឹងជិះទៅមើលថាមើលត្រីហ្នឹងកន្លែងណាគាត់ជិះទៅដល់តំបន់ដែលមិត្តភក្តិរបស់គាត់បានប្រាប់ហ្នឹងគាត់ពិតជាឃើញមែនត្រីធំខ្លាំងមែនតើគាត់ថាត្រីធំណាបងគឺត្រីធំមែនតើផុសឡើងចេញពីទឹកគឺច្រើនមែនតើគាត់ក៏ក្នុងចិត្តថាចេះស្ដាយដល់ហើយបើមានសំណាញ់មិនដឹងល្អប៉ុណ្ណានេះគាត់បានជិះត្រឡប់បកមកកន្លែងធ្វើការរបស់គាត់វិញគាត់បានដាក់ច្បាប់កន្លះថ្ងៃដើម្បីទៅប្រមូលត្រីមួយហ្នឹងគាត់បានស្វែងរកដែកនៅជុំវិញខ្លួនគាត់ហ្នឹងហើយគាត់សំលៀងគាត់ធ្វើរបៀបរបស់គាត់ហ្នឹងតាមជំនាញរបស់គាត់ឲ្យខ្លាចទៅជាស្នរដើម្បីយកស្នរហ្នឹងមកចាក់ត្រីរៀបចំសម្ភារៈរួចហើយសុំច្បាប់រួចហើយគាត់ក៏ទាញម៉ូតូត្រឡប់ទៅកន្លែងដែលគាត់បានឃើញត្រីហ្នឹងពលុតម៉ូតូចុះស្របពេលដែលកំពុងតែភ្លៀងធ្លាក់ខ្លាំងហ្នឹងគាត់បានចុះពីលើម៉ូតូតម្រង់ចូលទៅក្នុងទឹកដើម្បីចាក់ត្រីគាត់ថាត្រីនោះគឺជាប្រភេទត្រីឆ្ដោធំខ្លាំងមែនទែនហើយនៅគៀកគាត់លើកស្នរហ្នឹងយកមកគប់ត្រីយកមកចាក់ត្រីប៉ុន្តែជឿអត់ថាចាក់មិនបានទាល់តែសោះចាក់មិនក៏ចាក់អត់បានហើយត្រីនៅគៀកខ្លួនមែនតើរឿងអីចាក់អត់បានបើត្រីនៅឆ្ងាយដែលត្រូវគប់ទៅខែងលោកខុសចំណាំងផ្លាតពីទឹកឡាក់នឹងឡាក់ទៅដែលធ្វើឲ្យទីតាំងរបស់ត្រីហ្នឹងវាខុសពីអ្វីដែលភ្នែកគាត់ឃើញប៉ុន្តែនេះគឺត្រីនៅគៀកខ្លួនគាត់រឿងអីដែលគាត់ចាក់អត់បានគាត់ចាក់ហើយចាក់ទៀតនៅតែចាក់អត់បានពេលខ្លះក៏ចាក់ហើយឡងមកវិញទៀតគាត់កាត់ចិត្តឆ្ងល់ទៅចេះចំហើយត្រីហ្នឹងមិនក៏សម្បើមុំមិនគាត់ចាក់អត់បានអញ្ចឹងគាត់ព្យាយាមចាក់បន្តហើយបន្តទៀតចាក់ហើយចាក់ទៀតរហូតដល់គាត់ហត់អស់ខ្យល់ហើយគាត់សម្រេចចិត្តថាចេះសង្ស័យតែមានរឿងអ្វីមួយកើតឡើងហើយអញ្ចឹងគាត់ក៏ឡើងមកលើគោកដើម្បីជិះម៉ូតូត្រឡប់មកផ្ទះវិញគាត់ថាចេះស្ដាយមែនតើបងសុំច្បាប់គេអស់កន្លះថ្ងៃដើម្បីមកប្រមូលត្រីលទ្ធផលចុងក្រោយគឺប្រមូលស្អីក៏អត់បានដែរចាក់ខុសទាំងអស់ប៉ុន្តែក្នុងអំឡុងពេលដែលគាត់ថយក្រោយពីទឹកឡើងមកម៉ូតូនេះកន្ទុយភ្នែករបស់គាត់បានប្រទះឃើញនៅរបស់ម្យ៉ាងអ្វីដែលគាត់បានឃើញគឺជាស្រមោលមនុស្សស្រីម្នាក់ជាស្រមោលខ្មៅដដែលគាត់មិនបានឃើញឲ្យជាក់លាក់ទេតែជាស្រមោលដែលអាចបញ្ជាក់បានថានឹងគឺជាមនុស្សស្រីស្រមោលមួយនឹងគឺកំពុងតែដើរសម្ដៅមកគាត់ហើយដើរតាមគាត់
គាត់ចាប់ផ្ដើមព្រឺរោមម្ដងទៀតហើយព្រឺរោមខ្លាំងមែនទែនរហូតដល់គាត់ងងឹតមុខទប់ខ្លួនអត់ចង់ជាប់ដោយសារតែធ្លាប់មានបទពិសោធន៍ពីដងមុនគាត់ប្រហែលជារៀងស្ទាត់ជាងមុនចឹងហើយគាត់ប្រមូលស្មារតីបានលឿនជាងមុនដែលធ្វើឲ្យគាត់អាចកម្រើកដៃកម្រើកជើងឡើងជិះម៉ូតូត្រឡប់មកផ្ទះវិញវិធីសាស្ត្ររបស់គាត់នៅតែដដែលមកដល់ផ្ទះភ្លាមគាត់លើកដៃនៅតែព្រឺហ្នឹងណាគាត់យកវត្ថុស័ក្តិសិទ្ធិជាបតោងព្រះហ្នឹងមកលើកដៃបួងសួងការពារគាត់ពីសំណាក់មនុស្សលាក់នឹងឡាអីចឹងទៅអ្វីពិតជាធូរស្បើយមែនក្រោយពីគាត់បានបរិភោគអាហារពេលយប់ហើយគាត់ក៏ចូលសម្រាកធម្មតាស្អែកព្រឹកឡើងនៅពេលដែលគាត់ងើបឡើងទូរស័ព្ទរបស់គាត់ក៏បានរោឡើងអ្នកដែលទេមកគឺជាម្ដាយរបស់គាត់ដែលនៅស្រុកម្ដាយរបស់គាត់គ្រាន់តែបើកទូរស័ព្ទភ្លាមសួរសុខទុក្ខគាត់មិនឲ្យកូនឡើងឡាក់ចាប់ផ្ដើមចូលប្រធានបទតែម្ដងអ្វីដែលម្ដាយរបស់គាត់សួរទៅកាន់គាត់គឺជាសំណួរមួយនេះកូនឯងមានតែចាក់ត្រីកន្លែងណាអត់ម្ដាយរបស់គាត់សួរអញ្ចឹងណាទាំងគាត់ទៅតែទៅចាក់នេះអាម្សិលមិញនេះហើយធ្វើមិនម្ដាយរបស់គាត់ដឹងធ្វើមិនគាត់បានសួរទៅម្ដាយគាត់ដូចគ្នាថាមិនក៏ម៉ែឯងដឹងម្សិលមិញខ្ញុំបានទៅចាក់ម្ដាយរបស់គាត់បានតបថាចេះព្រោះយប់មិញនេះគាត់បានទទួលសុបិននិមិត្តមួយគាត់បានឃើញបងប្រុសទៅចាក់ត្រីនៅកន្លែងគេហើយត្រីហ្នឹងគឺពិតជាធំមែនតើហើយនៅទីតាំងហ្នឹងគឺមានខ្មោចស្រីម្នាក់ដែលមានកូនហើយគេថាទីតាំងហ្នឹងគឺជាទីតាំងរបស់គេហេតុអីបានកូនឯងនេះហ៊ានទៅប៉ះពាល់ទៅកន្លែងគេអញ្ចឹងមិនក៏ប្រហើនមកម៉េះហ៊ានមកប្រមាណនៅកន្លែងគេម្ដាយរបស់គាត់នៅក្នុងសុបិនសុំការអភ័យទោសពីគេលុតជង្គង់ផងសុំបគេផងតែខ្មោចស្រីមួយហ្នឹងគឺមិនព្រមជាដាច់ខាតខ្មោចស្រីមួយហ្នឹងបានឆ្លើយឆ្លងជាមួយម្ដាយរបស់គាត់នៅក្នុងសុបិនថាអញ្ចេះហ៊ានមកប៉ះកន្លែងគេមិនឲ្យរួចខ្លួនទេហើយគេឃើញកូនគាត់នេះក៏ចាប់អារម្មណ៍ដែរហើយគេក៏មានអារម្មណ៍ថាស្រឡាញ់កូនប្រុសរបស់គាត់ហ្នឹងដែរអញ្ចឹងគេត្រូវតែយកឲ្យបានម្ដាយគាត់លឺហើយគាត់កាន់តែលុតជង្គង់កាន់តែសុំបថែមទៀតថាកុំយកកូនគាត់អីកូនគាត់នៅក្មេងណាស់មានប្រពន្ធមានកូនដែលត្រូវយកថែសារអញ្ចឹងកុំយកកូនគាត់អីគេនៅតែមិនព្រមការស្នើសុំការចរចានៅតែប្រព្រឹត្តទៅតែម្ដាយរបស់គាត់សុំយ៉ាងម៉េចក៏ដោយលុតជង្គង់អោនទៅពះប៉ុណ្ណាក៏ដោយគឺខ្មោចស្រីនឹងមិនព្រមទេឃើញសភាពបែបហ្នឹងនៅក្នុងសុបិនហ្នឹងណាឃើញសភាពបែបហ្នឹងម្ដាយរបស់គាត់ក៏លើកសំណើចុងក្រោយទៅកាន់ខ្មោចស្រីមួយហ្នឹងគាត់ថាអញ្ចេះបើសិនជាគង់តែយកជីវិតមួយដដែលដោះលែងកូនគាត់ទៅយកជីវិតរបស់គាត់ទៅខ្មោចស្រីមួយហ្នឹងនៅស្ងៀមមកសន្ទុះហើយក៏យល់ព្រមម្ដាយរបស់គាត់ប្រាប់ថាអញ្ចេះតែខ្ញុំមានលក្ខខណ្ឌគាត់ព្រមទៅលូត្រាតែកូនស្រីពៅរបស់គាត់ហ្នឹងពេញគ្រប់កំមុំគ្រប់ការទើបគាត់យល់ព្រមខ្មោចស្រីហ្នឹងក៏ឯកភាពអញ្ចឹងសុបិននិមិត្តមួយនេះគឺចប់តាមប៉ុណ្្នឹងនេះគឺស្ដែងតែម្ដងខ្ញុំសរសើរណានឹងគឺគេហៅថាទឹកដោះម្ដាយថ្លៃមានរឿងអ្វីដែលកើតឡើងចំពោះកូនម្ដាយតែងតែដឹងហើយនេះគាត់ចាក់ភ្លាមយប់ឡើងម្ដាយគាត់យល់សោះភ្លាមតែម្ដងសាហាវមែនទែនក្រោយពីម្ដាយរបស់គាត់បានបញ្យល់ពីសុបិននិមិត្តរបស់ម្ដាយរបស់គាត់ហើយគាត់ក៏ប្រាប់ថាលោកយាយរបស់គាត់នឹងបានស្វែងរកគ្រូម៉ដែរព្រលឹមឡើងនេះស្វែងរកគ្រូម៉ដើម្បីដេញវេលាដេញជើងលេខថាថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់សាច់រឿងហ្នឹងវាជួបរឿងអីទៅមិនមានរឿងអញ្ចឹងនៅពេលដែលគាត់បានស្វែងរកហើយគ្រូដែលជាជំនាញខាងផ្នែកអបិយជំនឿហ្នឹងបានប្រាប់គាត់ថាអញ្ចេះបងប្រុសគឺមានគ្រោះកំបុតក្បាលហើយឆាប់ដេញឲ្យបងប្រុសហ្នឹងទៅស្រោចទឹកចេញទទួលដំណឹងប៉ុណ្ណឹងហើយតម្លាក់ទូរស័ព្ទគាត់ដាក់ច្បាប់ហើយគាត់ទៅវត្តនៅក្នុងតំបន់ដើម្បីឲ្យលោកស្រោចទឹកឲ្យគាត់មិនត្រឹមតែប៉ុណ្្នឹងទេអ្នកផ្ទះរបស់គាត់បានផ្ញើទឹកមុនពីគ្រូផងពីបណ្ដាវត្តដែលស័ក្តិសិទ្ធិនៅក្នុងតំបន់ផងមកឲ្យគាត់ដើម្បីឲ្យគាត់ងូតឲ្យច្រាស់ចង្រៃឲ្យអីចឹងទៅឃើញថាពិតជាបានផលមែនគាត់លែងមានអារម្មណ៍ថាព្រឺហើយអ្វីប្រែជាធម្មតាវិញចាប់ពីពេលហ្នឹងមកទៅដល់ណាក៏ដោយធ្វើអីនៅកន្លែងណាក៏ដោយដែលមានអមនុស្សគេតែងតែតាមគាត់ជានិច្ចតាមបែបផែនស្រមោលអញ្ចឹងខ្លះក៏បង្ហាញខ្លួននៅក្នុងយុទ្ធសាស្ត្ររបស់គាត់ហើយនៅក្នុងយុទ្ធសាស្ត្ររបស់គាត់ហ្នឹងគឺគេប្រាប់ច្បាស់តែម្ដងប្រាប់ថាអ្នកឯងមកប៉ះពាល់កន្លែងខ្ញុំអញ្ចឹងហើយអ្នកឯងត្រូវតែយកសំណែនផ្សេងដូចជា1 2 3យកទៅលាឲ្យចំកន្លែងរបស់ខ្ញុំវិញទៅប៉ះកន្លែងណាដាក់សំណែនកន្លែងហ្នឹងវិញអរូបមួយចំនួនក៏ព្រមទទួលត្រឹមតែម្ដងតែប៉ុណ្ណោះប៉ុន្តែអរូបមួយចំនួនទៀតគាត់សែន2 3ដងទើបគេព្រមទទួលអញ្ចឹងតើសាច់រឿងមួយនេះបងប្អូនយល់យ៉ាងម៉េចដែរបើសិនជាបងប្អូនមានសំណួរថាចេះចុះម្ដាយរបស់គាត់រាល់ថ្ងៃហ្នឹងនៅមានបញ្ជនអត់ក្នុងករណីនេះខ្ញុំអត់មានចម្លើយទេហើយខ្ញុំក៏មិនចង់វែកញែកជ្រៅទៅក្នុងសាច់រឿងរបស់គ្រួសាររបស់គាត់ដែរប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់នៅដដែលគឺទឹកដោះម្ដាយថ្លៃ
គុណបុណ្យឪពុកម្ដាយគឺជាគុណបុណ្យដែលវិសេសវិសាលដែលកូនទាំងអស់គួរតែគោរពប្រតិបត្តិព្រោះគ្រប់ពេលគ្រប់កលៈទេសៈគ្រប់សាច់រឿងដែលខ្ញុំបានអានដែលខ្ញុំបានស្ដាប់ដែលប្រិយមិត្តបានផ្ញើមកវិធីដោះស្រាយរបស់គាត់នៅតែដដែលគឺគុណឪពុកគុណម្ដាយសូម្បីតែគ្រូអ្នកជំនាញជាច្រើនក៏បានប្រាប់ដែរថាមានតែឪពុកម្ដាយរបស់យើងទេដែលមានឫទ្ធិខ្ពស់ហួសប្រមាណខ្ពស់ហួសព្រះពុទ្ធទៀតនៅក្នុងការជួយស្រោចស្រង់ខ្លួនយើងនេះដែលកំពុងតែជួបគ្រោះអញ្ចឹងខ្ញុំសង្ឃឹមថាកូនទាំងឡាយដែលកំពុងតែស្ដាប់នៅ podcast របស់ខ្ញុំគោរពប្រតិបត្តិមេដាបិតាឲ្យបានល្អជាទីបំផុតបើសិនជាបងប្អូនស្ដាប់ហើយថាសាច់រឿងទី1នឹងដូចធម្មតាបងអញ្ចឹងក្នុងករណីហ្នឹងខ្ញុំជូនសាច់រឿងទី2នេះគឺជាហេតុការណ៍ដែលគាត់បានជួបប្រទះនៅក្នុងប្រទេសកម្ពុជាសាច់រឿងមួយនេះបានកើតឡើងនៅក្នុងទឹកដីប្រទេសកម្ពុជាផ្ទាល់តែម្ដងហើយសាច់រឿងមួយនេះដែលធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺរយៈពេល1ខែពេញរហូតដល់ជិតបាត់បង់ជីវិតតើហេតុការណ៍ទាំងមូលគាត់បានជួបអ្វីទីតាំងដែលបានកើតហេតុគឺនៅក្នុងខេត្តកំពង់ធំស្រុកសណ្ដាននៅក្នុងឆ្នាំ2023ចឹងបងប្អូនប្រិយមិត្តណាដែលនៅខាងស្រុកសណ្ដានខេត្តកំពង់ធំបើសិនជាស្ដាប់ទីតាំងនឹងហើយជួយប្រាប់ខ្ញុំផងថាតើទីតាំងដែលបានកើតហេតុនៅក្នុងសាច់រឿងមួយនឹងបងប្អូនប្រជាពលរដ្ឋនៅម្ដុំនឹងពិតជាមានជំនឿទៅលើរឿងបែបនឹងដែរឬអត់គាត់ថាអញ្ចេះពេលហ្នឹងគាត់បានផ្លាស់ប្ដូរមកធ្វើការនៅក្នុងទឹកដីកម្ពុជាវិញទៅនៅឯផ្ទះខាងប្រពន្ធចឹងប្រពន្ធរបស់គាត់គឺអ្នកកំពង់ធំគាត់បានប្រកបអាជីពជាអ្នករើសគ្រាប់ស្វាយចន្ទីជាមួយប្រពន្ធហើយនិងជាមួយប្អូនរបស់គាត់ធ្វើការនៅនឹងប្រហែលជាប្រហែលកន្លះខែគាត់ក៏ចាប់ផ្ដើមដើររកត្រីគាត់គិតថាអូប្រាក់ចំណូលរបស់យើងត្រូវចិញ្ចឹមកូនទៀតមើលទៅមិនរស់ពិបាករស់មែនតើចឹងមិនយើងដើររកត្រីទៅដើររកត្រីយើងលក់ឲ្យអ្នកក្នុងស្រុកអ្នកអីចឹងទៅចឹងក្នុងករណីហ្នឹងគាត់អាចរកចំណូលបានបន្ថែមទៀតណាមួយគាត់មានជំនាញខាងអញ្ចឹងផងគិតអញ្ចឹងហើយប្រពន្ធរបស់គាត់បានឯកភាពហើយគាត់ក៏ដើររកក្រោយពីម៉ោងការងារណាគាត់ក៏បានដើររកតំបន់ដែលមានត្រីគាត់ដើរតម្រង់ទៅទិសដៅភ្នំមួយដែលធំមែនទែនហើយនៅគៀកភ្នំហ្នឹងគឺមានវត្តមួយអញ្ចឹងខ្ញុំមិនដឹងថាម៉េចទេគាត់ប្រាប់ថាផ្លូវហ្នឹងគឺជាផ្លូវប្រភេទគ្រួសក្រហមគាត់សង្កេតឃើញថាទេសភាពស្អាតមែនទែនគាត់សូមទៅសារអ្នកតំបន់ដែលបានអភិរក្សធម្មជាតិគឺល្អមែនទែនដើមឈើគឺមានសភាពធំព្រៃរក្សានៅល្អដើមឈើវិញគាត់និយាយថាធំរហូតដល់អាខ្លះ 4-5 អោបអីចឹងទៅស្របពេលដែលគាត់ដើររកតំបន់ទឹកនេះគឺគាត់ទៅជាមួយនឹងប្អូនគាត់ដែលគាត់យកមងទៅតាមឲ្យហើយហ្មងកុំឲ្យជិះទៅជិះមកអញ្ចឹងនៅពេលដែលគាត់កំពុងតែធ្វើដំណើរគាត់មើលទេសភាពមើលឃើញព្រៃគាត់មើលឃើញព្រឹក្សាឡើងចៃដន្យអីគាត់បានឃើញសត្វមួយប្រភេទច្រើនមែនតើនៅក្នុងព្រៃហ្នឹងពោលគឺសត្វកំប្រុកគាត់ក៏ពិភាក្សាមួយប្អូនគាត់ថាចេះមួយម្ដុំនេះកំប្រុកច្រើនណាស់មិនយប់ហ្នឹងយើងមកធ្វើអន្ទាក់ដាក់កំប្រុកគិតបែបហ្នឹងហើយប្អូនរបស់គាត់ក៏ឯកភាពអញ្ចឹងក្រោយពីគាត់រកតំបន់ទឹកឃើញហើយគាត់រីមងរួចហើយល្ងាចឡើងគាត់ក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការរៀបចំអន្ទាក់កំប្រុកហ្នឹងដើម្បីយកទៅដាក់នៅក្នុងតំបន់ព្រៃមួយហ្នឹងល្ងាចឡើងបានមកដល់ក្រោយគាត់រៀបចំសម្ភារៈជាអន្ទាក់រួចហើយគាត់និងប្អូនរបស់គាត់ក៏ជិះទៅក្នុងតំបន់ព្រៃហ្នឹងចូលរៀងជ្រៅបន្តិចមិនមែននៅលើផ្លូវគ្រួសក្រហមទេបញ្ជាក់គឺបត់ចូលទៅក្នុងព្រៃតែម្ដងជិះចូលទៅដើម្បីរកទីតាំងដាក់អន្ទាក់ពេលនោះគឺមានសភាពស្ងប់ស្ងាត់មែនទែនគាត់មានអារម្មណ៍ថារៀងព្រឺនៅខ្នងគាត់មានអារម្មណ៍ថាព្រឺក្រោយពីរៀបចំអន្ទាក់រួចហើយគាត់ចាប់អារម្មណ៍ថាអញ្ចេះចុំកន្លែងគាត់ដាក់អន្ទាក់បរិវេណហ្នឹងអូយព្រឺខ្លាំងមែនទែនបរិវេណហ្នឹងគឺសុទ្ធតែភ្នោខ្មោចមានទាំងក្មេងមានទាំងចាស់មានទាំងថ្មីហើយមានទាំងទើបតែបូជាហើយទៀតតែគាត់គិតថាដូចជាមិនអីទេគាត់មករកកំប្រុកទេមិនបានប៉ះពីកន្លែងណាទេអញ្ចឹងក្នុងករណីហ្នឹងប្រហែលជាគាត់សុខសប្បាយហើយរៀបចំអន្ទាក់រួចហើយគាត់ក៏ត្រឡប់មកវិញញ៉ាំបាយងូតទឹកលាក់ចូលទៅសម្រាកហើយគាត់ងើបឡើងគឺម៉ោង3យប់ហេតុអីបានគាត់ងើបម៉ោង3យប់គឺគាត់ត្រូវទៅដោះកំប្រុកដែលជាប់អន្ទាក់ហ្នឹងមិនបានមិនព្រមដោះពេលភ្លឺព្រោះថាម៉ោង3យប់រំគាត់ដោះអន្ទាក់ហើយចឹងគាត់ម៉ៃម៉ោងទៅជីពីផ្ទះគាត់ទៅប្រហែល1ម៉ោងរៀបចំដោះសត្វឲ្យអស់ហើយគាត់នៅសល់ពេលម៉ោង5ម៉ោង6អីគាត់មកវិញគាត់មុជទឹកទៅគាត់អាចទៅធ្វើការហើយការងារស្នូលរបស់គាត់ដដែលគឺជាអ្នករាប់រើសគ្រាប់ស្វាយចន្ទីនឹងឯងគាត់បានដាស់ប្អូនរបស់គាត់ឡើងម៉ូតូដែលជាប្រភេទម៉ូតូដឹកគ្រាប់ស្វាយចន្ទីនឹងជិះទៅតំបន់ដែលគាត់បានដាក់អន្ទាក់គាត់តម្រង់ចូលកាន់តែជ្រៅមកដល់ទីតាំងទី1នៅពេលដែលគាត់កំពុងតែប្រមូលរៀបចំស្ទាបអន្ទាក់គាត់មើលអន្ទាក់របស់គាត់ថាអន្ទាក់របស់គាត់នៅកន្លែងណាកំពុងតែអោនមើលអន្ទាក់ហ្នឹង
គាត់ងើបមុខឡើងបានបន្តិចគាត់បានឃើញស្រមោលខ្មៅអូយព្រឺមែនតើគាត់បានឃើញស្រមោលខ្មៅកម្ពស់ប្រហែលជា1.50 ម៉ែត្រកំពុងតែឈរមើលគាត់ឃើញទាំងមេឃងងឹតក្នុងព្រៃសុកដប់អត់មានពន្លឺគាត់បានឃើញក្របភ្នែកគឺធំមែនតើហើយក្រហមឆ្អៅដូចមានឈាមក្នុងក្របភ្នែកនឹងចឹងកំពុងតែស្រឡឹងមើលមកគាត់ឃើញបែបហ្នឹងគាត់លូកដៃទៅកេះទៅប្អូនរបស់គាត់ថាអញ្ចេះមានឃើញអត់ប្អូនរបស់គាត់ថាឃើញតាដូចភ្នែកមនុស្សគាត់ថាអញ្ចេះភ្នែកមនុស្សណាម៉ោង3អីសង្ស័យតែភ្នែកសត្វដឹងមួយម្ដាយមានណាមនុស្សណាចូលមកដល់ព្រៃអីស្មាននេះហ៎គាត់ក៏ផ្ដល់កណិតទៅប្អូនគាត់ថាអញ្ចេះឥឡូវចេះចាំបងឡើងម៉ូតូបិឆេះមើលហើយចាំងមើលថាតើជាសត្វអីគេនិយាយប៉ុណ្ណឹងប្អូនរបស់គាត់បានឯកភាពគាត់ក៏ឡើងទៅបិឆេះម៉ូតូដេម៉ូតូបែរភ្លើងឲ្យចំនៅភ្នែកហ្នឹងអ្វីដែលគាត់ឃើញគឺមិនមែនជាភ្នែកសត្វនោះឡើយសមោលដែលគាត់ឃើញគឺមានក្បាលធំខ្លាំងមែនទែនគាត់ថាក្បាលចង់ប៉ិនចអេក្បាលធំមែនទែនណាហើយបើភ្នែកវិញគឺធំយកមែនទែនហើយគួរឲ្យខ្លាចមែនទែនអាក្រក់ខ្លាំងរហូតដល់គាត់ឃើញភ្លាមគាត់ញ័រជើងប្អូនរបស់គាត់គាត់ឃើញភ្លាមនេះគាត់ស្រែកភ្លាមហ្មងថាបងខ្មោចបងរបស់គាត់ម្ចាស់សាច់រឿងបានប្រឡប់ថាអញ្ចឹងភ្នែកគោហ្នឹងណាកុំចេះតែនិយាយអញ្ចឹងក្នុងព្រៃនាំមានរឿងទេភ្នែកសត្វតាគោនោះទាំងគាត់ដឹងហើយថាស្មាននឹងមានណាគេមកបលែងគោអីនៅហ្នឹងមិនសមគោដាច់វងហើយភ្នែកគោឯណាក៏ធំយ៉ាងហ្នឹងក្បាលគោក៏ប៉ិនចង្អេអញ្ចឹងគាត់ដឹងថាប្រកាសជាមិនមែនជាមនុស្សក៏មិនជាសត្វដែរប៉ុន្តែដើម្បីកុំឲ្យប្អូនរបស់គាត់ខ្លាចហើយខ្ញុំក៏សូមសរសើរដែរថាសេចក្តីក្លាហានរបស់គាត់នឹងវាមានដល់កម្រិតកំពូលទេព្រោះអីសកម្មភាពបន្តនេះបងប្អូនទាំងអស់គ្នានឹងដឹងបានប៉ុណ្ណឹងប្អូនរបស់គាត់ថាអត់ទេបងខ្មោចគាត់បានបបួលបងគាត់ឲ្យត្រឡប់មកវិញបងគាត់ថាអញ្ចេះជ្រុលមកដល់ហើយកុំខ្លាចជិះហ្នឹងជិះ1ម៉ោងជាងចេញពីផ្ទះហ่ะកុំឲ្យខាតជើងយើងប្រមូលតាក់របស់យើងឲ្យអស់ហើយណែវាអញ្ចឹងទៀតណាបើសិនជាខ្ញុំរត់ដែរខ្ញុំជឿថាអ្នកស្ដាប់ទាំងអស់គាត់ជារត់ដែរតែគាត់នៅមានចិត្តក្លាហានទៅប្រមូលតាក់ទៀតគាត់បានបែរក្បាលម៉ូតូចូលទៅព្រៃរៀងជ្រៅជាទីតាំងទី2ដែលគាត់បានដាក់តាក់ហ្នឹងកំពុងតែជិះទៅដល់ទីតាំងទី2ទៅដល់ហើយចតម៉ូតូពលុតម៉ូតូគាត់បានសង្កេតឃើញថាអញ្ចេះនៅចិត្តអន្ទាក់របស់គាត់កន្លែងទី2ទី3នេះវាមានតបោកមួយដែលមានដើមឈើដុះនៅពីលើតបោកមួយហ្នឹងគាត់ក្នុងចិត្តអញ្ចឹងថ្ងៃមិញដាក់ដូចអត់ឃើញតបោកផងខ្ញុំឡើងមកឃើញតបោកគាត់បានអោនទៅដីដែលមានស្មៅដុះឡាក់នឹងឡាក់អញ្ចឹងទៅដែលមានដើមឈើព័ទ្ធជុំវិញធំហើយជាតំបន់ភ្នូខ្មោចទៀតគាត់លូកដៃលូកទៅអន្ទាក់លូកស្ទាបអត់តន់ទាំងប៉ះអន្ទាក់ផងអត់តន់ទាំងប៉ះអន្ទាក់ផងតែអន្ទាក់នឹងវាផ្ទាត់ត្រូវដៃរបស់គាត់តែម្ដងគាត់មានចម្ងល់ថាចេះអន្ទាក់វាផ្ទាត់លុះត្រាតែមានសត្វជន់ឬក៏ដៃរបស់យើងនេះទៅប៉ះអន្ទាក់ហ្នឹងទៅបានវាផ្ទាត់តែនេះដៃរបស់គាត់មិនទាន់នឹងប៉ះអន្ទាក់ផងហ្នឹងហើយអត់មានសត្វរត់ផងហ្នឹងបើគាត់អោនដល់ដីហ្នឹងរឿងអីគាត់អត់ដឹងថាមានសត្វឬមិនមានសត្វតែគាត់គ្រាន់អោនលូកស្ទាបចិត្តដល់អន្ទាក់នឹងផ្ទាត់ត្រូវដៃរបស់គាត់បាច់តែម្ដងក្នុងអំឡុងពេលដែលអន្ទាក់ផ្ទាត់ត្រូវដៃរបស់គាត់រុក្ខជាតិទាំងអស់ដើមឈើទាំងអស់គឺនៅស្ងប់ស្ងៀមតែរុក្ខជាតិដែលនៅលើដំបូកនៅក្បែរគាត់ហ្នឹងចាប់ផ្ដើមអង្គើបែបចង្វាក់អូយព្រឺមែនតើអង្គើបែបចង្វាក់កណ្ដឹងណាត្រឹងរបៀបអញ្ចឹងណាប៉ុន្តែអង្គើព្រៃខ្យល់សឹបគាត់បានស្រឡឹងមើលជុំវិញតែអត់មានខ្យល់ទេដើមឈើផ្សេងរុក្ខជាតិផ្សេងកូនឈើទាំងឡាយក៏អត់មានខ្យល់មកប៉ះដែរហើយមិនក៏ដបោកហ្នឹងអង្គើតែឯងអញ្ចឹងគាត់ដឹងថាអត់ស្រួលតែគាត់នៅតែបន្តប្អូនរបស់គាត់នេះបបួលថាបងអើយមកវិញទៅវិញតោះខំប្រឹងទាញអាវផងខំប្រឹងអីតែគាត់នេះគាត់ប្រាប់ថាអត់ទេបើជ្រុលមកឲ្យប្រមូលឲ្យអស់ប្អូនរបស់គាត់នេះដៃគឺអោបគាត់ជាប់តែម្ដងអត់ឲ្យម្លងទេគាត់ថាអញ្ចេះភ័យម៉េះកុំភ័យមើលគាត់មិនរត់ចោលទេរត់ទៅណាបើមកទៅ2នាក់ទៅវិញគាត់ជា2នាក់ឯងដោះអន្ទាក់អស់សិនណាចាំទៅវិញគាត់បានទៅទីតាំងអន្ទាក់មួយទៀតដែលនៅគៀកគ្នាហ្នឹងគាត់លូកដៃទៅគៀកអន្ទាក់ហ្នឹងផ្ទាត់ម្ដងទៀតដដែលអត់មានសัตว์ដៃគាត់មិនទាន់ដល់តែអន្ទាក់ហ្នឹងនៅតែផ្ទាត់ទៅដៃគាត់ពេលដែលដៃនឹងផ្ទាត់ដបោកមួយហ្នឹងចាប់ផ្ដើមអង្គើម្ដងទៀតហើយប្អូនរបស់គាត់គឺភ័យខ្លាំងមែនទែនអូយខ្ញុំភឺក្បាលឃើញទស្សនភាពទាំងអស់ហ្មងប្អូនរបស់គាត់គឺភ័យខ្លាំងមែនទែនបបួលគាត់ថាទៅផ្ទះវិញត្រូវទៅផ្ទះវិញឥឡូវហ្នឹងបានត្រឹមតែប៉ុណ្្នឹងគាត់បានបែរទៅមើលប្អូនគាត់ស្មារបស់គាត់មកត្រឹមចង្វាក់បែររទៅឆ្លើយឆ្លងមួយប្អូនរបស់គាត់ស្រាប់តែស្មារបស់គាត់គឺធ្ងន់សឹបតែម្ដងគឺធ្ងន់ខ្លាំងខុសធម្មតា
គាត់ចាប់ផ្ដើមងងឹតមុខគាត់ខំខំមាត់គាត់ខំក្តិចខ្លួនឯងគាត់ខំមួខ្លួនឯងគាត់ខំញីមុខខ្លួនឯងធ្វើម៉េចឲ្យស្វាងហើយប្រាប់ទៅបងគាត់ថាអញ្ចឹងសល់ប្រហែលតាក់ទៀតយើងដោះឲ្យអស់សិនទៅចាំយើងទៅទាំងខ្លួនគាត់នេះទប់ខ្លួនអត់ចង់ជាប់ផងស្មារតីរបស់គាត់ញ័រដៃញ័រជើងអស់ហើយងមុខហ្នឹងមិនបាច់និយាយគឺងងឹតទៀតបងគាត់បានតបថាអញ្ចឹងបងទៅវិញទៅបងគាត់មានអារម្មណ៍ថាខ្លាចខ្លាំងណាស់ព្រឺខ្លាំងមែនតើមានគេដើរតាមយើងរហូតមកត្រឹមនិយាយប៉ុណ្្នឹងណាបងគាត់និយាយប៉ុណ្្នឹងគាត់បានឮសំឡេងមនុស្សរត់គាត់ជុំវិញខ្លួនគាត់ជន់ស្លឹកឈើងាប់ណាបងប្អូនសាកសម័យអារម្មណ៍មួយហ្នឹងសំឡេងមួយហ្នឹងម៉ោង3យប់នៅតែ2នាក់នៅក្នុងព្រៃកំពុងតែដោះអន្ទាក់ស្រាប់តែឮសំឡេងមនុស្សរត់ពាត់ជុំវិញយើងដោយឮសំឡេងជន់ស្លឹកឈើជន់រុក្ខជាតិងាប់ហ្នឹងណាគឺពាត់ជុំវិញគាត់តែម្ដងគាត់កាន់តែភ័យហើយគាត់ស្រែកថាអញ្ចឹងស្អែកចាំមកយកមកចឹងហេតុអីបានគាត់ស្រែកលឺព្រោះដើម្បីបន្លប់ខ្លួនឯងកុំឲ្យខ្លាចដូចជាផ្ដល់សញ្ញាឲ្យទៅអ្នកនៅហ្នឹងថាអត់អីទេគាត់ទៅវិញហើយក៏កុំឲ្យប្អូនគាត់ខ្លាចផងដែរតែទាំងក្នុងចិត្តរបស់គាត់នេះភ័យចង់ស្លាប់បាត់ហើយគាត់បានឡើងម៉ូតូគាត់ដេម៉ូតូគាត់ដេមិនក៏ឆេះដែរផុតពីដេមួហ្គាគាត់ចាប់ផ្ដើមធាក់វិញម៉ារ៉ាវេរបស់គាត់ក៏ធាក់មួយ៉ាងម៉េចក៏នៅតែអត់ឆេះទាំងស្មារបស់គាត់គឺនៅតែធ្ងន់អញ្ចឹងគាត់ប្រាប់ប្អូនថាចេះតោះឥឡូវយើងប្រើម៉ូតូតិចសិនណាគាត់បានបណ្ដើរម៉ូតូតាមទិសដៅបកក្រោយមកវិញដើម្បីចាញ់ទៅរកផ្លូវគ្រួក្រហមវិញបណ្ដើរចាញ់បានប្រហែលមួយសន្ទុះគាត់ក៏សាកល្បងដេម្ដងទៀតដងនេះសំណាងល្អមែនតើគាត់ដេហើយឆេះពួកគាត់បានឡើងជិះម៉ូតូរបស់គាត់គឺមានសភាពធ្ងន់ខ្លាំងមែនតើគាត់ប្រឹងដាក់លេខ1លេខ2គាត់មួហ្គាមួអស់លេខមូលខ្លាំងមែនតើតែម៉ូតូគឺទៅយឺតដូចមានមនុស្ស8 9នាក់មកអង្គុយលើម៉ូតូហ្នឹងអញ្ចឹងគឺធ្ងន់ខ្លាំងមែនតើណាដែលតឹងម៉ាស៊ីនមួហ្គាទៅមុខអត់រួចទេប្អូនរបស់គាត់ក៏សួរគាត់ថាអញ្ចឹងបងឯងដាក់លេខ4ទេបងឯងដោះលេខទៅដាក់លេខ1លេខ2ទៅគាត់ថាអញ្ចឹងហើយមិនក៏មិនមើលខ្លួនឯងនេះលេខ1តាគាត់ប្រឹងមួតែម៉ូតូរបស់គាត់នៅកើមដូចធ្ងន់ខ្លាំងណាស់អញ្ចឹងដូចអូសថ្មអញ្ចឹងណាស្មារបស់គាត់ណាគឺកាន់តែធ្ងន់ខ្លាំងមែនតើជិះបានប្រហែលជា10ម៉ែត្រគាត់ងាកទៅក្រោយអ្វីដែលដងនេះគាត់ឃើញគឺឃើញច្បាស់ពេកតែម្ដងគាត់ឃើញរូបរាងមនុស្សកំពុងតែដើរតាមគាត់ដើរមកគាត់ជិះបានប្រវែងណាគឺដើរទៅប្រវែងហ្នឹងហើយគ្រប់ពេលដែលគេដើរបានប្រហែលជាហ៊ានគឺគេឈរជាប់ចកេះមើលមកគាត់មកត្រឹមឈរមើលហ្មងណាម៉ូតូរបស់គាត់កាន់តែធ្ងន់ថែមទៀតបានន័យថាអញ្ចឹងគាត់ពងជិះម្នាក់នឹងដើរតាម3 4ជាហ៊ានឃើញអត់សូវទៅមុខគេឈរចកេះម៉ូតូរបស់គាត់ថែមទម្ងន់មកតង់ទៀតគាត់មួហ្គាអស់ហើយអត់ចង់ទៅមុខទេគាត់បានវាសភ្លើង7នៅលើក្បាលហ្នឹងគាត់បានវាសទៅចំស្មោលមួយហ្នឹងអ្វីដែលគាត់ឃើញគឺភ្នែកធំមែនតើពោពេញទៅដោយឈាមកំពុងតែឈរមើលគាត់ទាំងកំហឹងគាត់បានផ្សងក្នុងចិត្តថាចេះគុណបងឪពុកម្ដាយអើយជួយគាត់ផងពេលនឹងគាត់ជប់គ្រោះហើយគុណទឹកដោះម៉ែថ្លៃជួយកូនចៅផងមកបនផ្សងហ្នឹងម៉ូតូរបស់គាត់ស្រាប់តែស្រាលភ្លាមតែស្រាលអត់បានយូរទេជិះបានត្រឹមប្រហែល 3-4 ម៉ែត្រទៅមុខមកក្នុងលឿនធម្មតាបាន 3-4 ម៉ែត្រម៉ូតូហ្នឹងស្រាប់តែធ្ងន់ក្រឹបម្ដងទៀតគាត់ប្រឹងរហូតគាត់ប្រឹងមួតងើមរហូតមកដល់ផ្លូវគ្រួក្រហមគាត់នៅតែឃើញសមោលមួយហ្នឹងដេញតាមគាត់ដដែលប៉ុន្តែសមោលមួយហ្នឹងវាអត់ដេញតាមបកិបកិតគាត់ហ្មងទេគឺវារក្សាចម្ងាយប្រហែលជាប្រហែល20ម៉ែត្រមកគាត់មើលឃើញតែមិនអត់មកគៀកទេគាត់ប្រឹងបើកបរទៅមុខរហូតទៅដល់ផ្ទះតកែរបស់គាត់ចូលទៅដល់ក្នុងភូមិហ្នឹងគាត់ក៏បន់ផ្សងក្នុងចិត្តថាចេះម្ចាស់ទឹកម្ចាស់ដីអើយជួយកូនចៅផងកុំឲ្យមានវិញ្ញាណឬក៏អារូបណាមកតាមកូនចៅបានមកបន់ផ្សងប៉ុណ្ណឹងម៉ូតូដែលកំពុងតែតឹងបើកអត់ចង់ទៅមុខស្រាប់តែធូរខ្សុយបើកមួទៅដូចម៉ូតូធម្មតាអញ្ចឹងលេខ1លេខ2មួទៅគឺលឿនធម្មតាស្អែកឡើងគាត់ទៅធ្វើការរហូតដល់យប់ឡើងពេលដែលយប់ឡើងគាត់កំពុងតែសម្រាកនេះជុំគ្នានេះយប់ឡើងកំពុងតែគេងនេះម្នាក់នៅក្នុងផ្ទះហ្នឹងគឺឮសំឡេងជើងមនុស្សរត់នឹងដើរជុំវិញផ្ទះគាត់ថាអញ្ចឹងជាសំឡេងជើងដែលធ្ងន់ជាទីបំផុតដែលគាត់អត់ដែលឮអូនរបស់គាត់ភ័យមែនតើសំបីតែចូលបន្ទប់ទៅក៏គាត់មិនហ៊ានដែរគឺម្នាក់គឺនៅក្នុងភួយគេងហ្នឹងឯងស្អែកឡើងដឹងខ្លួនប្អូនរបស់គាត់ក៏ចាប់ផ្ដើមឈឺគ្រុនញ័រតែម្ដងហើយគាត់ហ្នឹងក៏ធ្លាក់ខ្លួនឈឺដែរគាត់មានសភាពឈឺហ្នឹងបើនិយាយពីសាច់ឈឺប្អូនគាត់ឈឺ5គាត់ឈឺ10កម្ដៅក្នុងខ្លួនរបស់គាត់គឺក្តៅខ្លាំងមែនតើពីមួយថ្ងៃទៅមួយថ្ងៃរយៈពេល1ខែដែលគាត់ឈឺហ្នឹងឈឺខ្លាំងមែនតើរហូតដល់គាត់គេងកន្ទះម្នាក់ឃើញបែបហ្នឹងក៏រូតរះនាំគាត់មើលទៅទប់លែងជាប់មើលទៅគាត់ចិត្តផុតណាហើយក៏ស្ទុះនាំគាត់ហ្នឹងទៅមន្ទីរពេទ្យ
ក្រោយពេទ្យពិនិត្យហើយពេទ្យប្រាប់ថាអញ្ចឹងបងអើយបងឯងមកយឺតតែ5នាទីទៀតបងឯងអត់រស់ទេឈាមបងឯងគឺពិនិត្យហើយអត់មានឈាមនៅក្នុងខ្លួនហ្មងអស់អាលីងហ្មងហេតុអីខ្ញុំអត់ដឹងថាដោយសារតែក្តៅពេកទៅបន្ពុះឈាមឬក៏យ៉ាងណាយើងអត់ដឹងដូចគ្នាតែគ្រាន់តែពេទ្យប្រាប់ថាឈាមក្នុងខ្លួនគាត់ស្ទើរតែអស់បាត់ទៅហើយគេបានរុញគាត់ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ចាប់ផ្ដើមពិនិត្យជំងឺផ្សេងៗចង់ដឹងថាតើគាត់មានឈឺអីអត់ដែលបណ្ដាលឲ្យគាត់មានអាការៈបែបហ្នឹងស្របពេលដែលកំពុងចាំលទ្ធផលពេទ្យក៏ចាប់ផ្ដើមដាក់សេរ៉ូមដើម្បីឲ្យគាត់ត្រជាក់ខ្លួនឡើងប៉ុន្តែពេទ្យឆ្ងល់មែនទែនពេទ្យបានដាក់សេរ៉ូម6កំប្លោកហើយមិនបានជាអត់ត្រជាក់ខ្លួនសោះអញ្ចឹងចូលដល់សេរ៉ូមទី7ទើបមិនគាត់ចាប់ផ្ដើមធូរមកត្រឹមធូរហ្នឹងគាត់ក៏សុំពេទ្យមកផ្ទះវិញទាំងដៃហ្នឹងជិះម៉ូតូជាប់សេរ៉ូមឡើយឯងមកដល់ផ្ទះយប់ឡើងគាត់ក្តៅម្ដងទៀតគាត់បន់អស់ហើយជួយកូនចៅផងលោកតាលោកយាយគុណឪគុណម៉ែឡាក់រហូតដល់មើលទៅទប់លែងជាប់គេក៏បញ្ជូនបោះគាត់មកដល់មន្ទីរពេទ្យវិញរំលងចូលដល់ស្អែកឡើងស្រាប់តែគាត់មានសភាពធូរស្បើយមកត្រឹមមកនិយាយទូរស័ព្ទត្រឹមតែមកនិយាយទូរស័ព្ទមានសភាពធូរស្បើយតើក្នុងទូរស័ព្ទហ្នឹងជាទូរស័ព្ទរបស់អ្នកណាហើយកិច្ចសន្ទនាទាំងអស់គឺមានខ្លឹមសារបែបណាតោះមកស្ដាប់ទាំងអស់គ្នាស្អែកឡើងនៅពេលដែលគាត់ដឹងខ្លួនហ្នឹងមកធូរស្បើយហ្នឹងមុននឹងធូរស្បើយទូរស័ព្ទបានរោឡើងគាត់បានទាញទូរស័ព្ទលើកមកនោះគឺជាលោកយាយរបស់គាត់លោកយាយរបស់គាត់បានសួរគាត់ថាចេះចៅឯងមានទៅដាក់អន្ទាក់កន្លែងណាគេអត់គាត់សួរថាមិនបានយាយឯងដឹងលោកយាយដឹងលោកយាយថាចេះគេមកប្រាប់គាត់នៅក្នុងយល់សពថាហេតុអីបានចៅឯងហ្នឹងហ៊ានម្លេះទៅហ៊ានដាក់អន្ទាក់នៅកន្លែងគេឈរនៅហ្នឹងដើម្បីបលាចៅឯងតែចៅឯងឃើញគេច្បាស់នឹងភ្នែកគេដឹងថាចៅឯងឃើញគេច្បាស់នឹងភ្នែកតែចៅឯងអត់ខ្លាចគេហើយអត់ព្រមឈប់ទង្វើរបស់ចៅឯងទេនៅតែបន្តសកម្មភាពហ្នឹងហើយគេខឹងចៅឯងមែនទែនគេនឹងយកចៅឯងឲ្យទាល់តែបាននៅក្នុងសបិនហ្នឹងរំពេចហ្នឹងដែលលោកយាយរបស់គាត់បានឮគេនិយាយអញ្ចឹងស្រាប់តែផ្លាស់ប្ដូរឈុតឆាកទាំងអស់ណាទៅលោកយាយរបស់គាត់នៅចំពីមុខដើមឈើមួយហើយនៅមុខដើមឈើហ្នឹងគឺមានសេនារបស់គេដែលស្លៀកក្បិនមៀតធំជាមនុស្សប្រុសទាំងអស់3នាក់ស្លៀកក្បិនរបៀបមនុស្សបុរាណចង់មនុស្សម្នាក់ផ្អោបនឹងដើមឈើនៅពេលដែលយាយរបស់គាត់សម្លឹងមើលបុគ្គលម្នាក់ហ្នឹងយាយរបស់គាត់ដឹងថានងគឺជាចៅរបស់គាត់ហើយលោកយាយរបស់គាត់នៅក្នុងយល់សពហ្នឹងក៏ដឹងខ្លួនដែរថានងគឺជាពលឹងធំរបស់ចៅរបស់គាត់លោកយាយបានលុតជង្គង់សុំវល់គេឲ្យដោះលែងគេទៅលាក់គេនៅតែអត់ព្រមរហូតដល់លោកយាយប្រាប់ថាចេះគាត់នឹងសែនព្រេនសុំកម្មាទោសជូនគេវិញមកត្រឹមប៉ុណ្្នឹងគេក៏យល់ព្រមខ្សែចំណងដែលបានចងពលឹងធំរបស់គាត់ក៏រសាយទៅបាត់នៅក្នុងយល់សពហ្នឹងដែរពលឹងធំបងប្រុសហ្នឹងបានរត់ទៅអោបលោកយាយហើយលោកយាយប្រាប់ថាចៅអើយលែងអីហើយយាយនាំចៅទៅវិញពីពេលហ្នឹងទៅចៅលែងឈឺឯណាចៅណាមកត្រឹមទម្លាក់ទូរស័ព្ទចុះហ្នឹងគឺជាកិច្ចសន្ទនាចុងក្រោយនឹងឯងដែលពាក្យថាចៅឯងលែងឈឺហើយចៅឯងចូលវិញហើយចៅឯងជប់ឈឺឯណាអារម្មណ៍របស់គាត់ទាំងអស់គឺធូរស្បើយមកវិញចៃដល់ឯពេទ្យក៏ដើរមកហើយពេទ្យលន់មកងាប់ហើយមិនក៏មានកម្លាំងព្រោះឃើញគាត់មានកម្លាំងមកវិញណាមកត្រឹមនិយាយទូរស័ព្ទណាហើយមិនក៏អញ្ចឹងគាត់បានរៀបរាប់ពីដំណើរសាច់រឿងទាំងអស់ថាហេតុអ្វីបានគាត់ឈឺដល់ថ្នាក់ហ្នឹងពេទ្យក៏បានយល់យ៉ាងច្បាស់ថាតើហេតុការណ៍ទាំងអស់កើតឡើងដោយសារអ្វីហើយខ្ញុំសូមសរសើរទៅលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ត្បិតថាលោកគឺជាបុគ្គលវិទ្យាសាស្ត្រតែនៅតែប្រកាន់ភ្ជាប់ភ្ជួននៅអបិយជំនឿហើយជឿទៅរឿងអស់ហ្នឹងអញ្ចឹងក្រោយពីចេញពីពេទ្យគាត់បានធ្វើដំណើរតម្រង់ទៅផ្ទះគ្រូម្នាក់ដែលល្បីថាខ្លាំងនៅក្នុងតំបន់ហ្នឹងឡើងទៅដល់ផ្ទះគ្រូគ្រូគ្រាន់តែសម្លឹងគាត់មិនទាន់បានហើបមាត់និយាយគ្នាផងគ្រាន់តែសម្លឹងមុខគាត់ប្រាប់ថាអូនឯងសំណាងណាកុំតែបានម្ដាយហើយនិយាយជួយឯងកុំអីអូនឯងអត់រស់ទេគាត់ស្រឡាំងកាំងគាត់ថាហេតុអីបានដឹងគាត់ឆ្ងល់មែនតើគ្រូអត់មានសួរអីច្រើនទេចាប់គាត់ចាប់ដើមស្រោចទឹកក្រោយពីស្រោចទឹកចាប់ពិធីអស់ហើយគ្រូក៏បានសួរគាត់ថាចេះមើលប្រាប់គ្រូឲ្យត្រង់មើលទៅប៉ះពីគេកន្លែងណាទៅមិនគេធ្វើប្អូនឯងដល់ថ្នាក់ហ្នឹងគាត់ក៏បានរៀបរាប់អំពីទីតាំងដែលគាត់បានដាក់អន្ទាក់ចាប់កប្រុកហ្នឹងហើយគាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានជួបគ្រូបានលន់មកថាចេះគាត់សូមតសើភាពក្លាហានរបស់បងប្រុសព្រោះគាត់សូម្បីតែជាគ្រូក្នុងនាមជាគ្រូក៏គាត់មិនហ៊ានទៅជន់ទឹកដីកន្លែងហ្នឹងដែរព្រោះទីតាំងហ្នឹងគឺជាទីតាំងភូមិសាស្ត្រចាស់ភាពអច្ឆរិយៈនៅក្នុងទីតាំងហ្នឹងគឺមិនធម្មតាទេអូនឯងហ្នឹងទៅហ្នឹងគឺប៉ះចំអាកន្លែងលេខរៀងទី1ហើយគឺខ្លាំងមែនទែនរួចពីការស្រោចទឹកហើយជីវិតរបស់គាត់ក៏ប្រែប្រួលមកធម្មតារួចផុតពីគ្រោះ
ហើយការប្រកបរបររបស់គាត់ការរស់នៅរបស់គាត់ក៏ធម្មតាដែរយ៉ាងម៉េចដែរបងប្អូនសម្រាប់ផ្សាយរឿងមួយនេះសម្រាប់ខ្ញុំអ្នកនិយាយផ្សាយរឿងមួយនេះអូខ្ញុំឃើញទស្សនវិជ្ជាពេញផ្នែកតែម្ដងព្រឺរហូតបងទាវខ្ញុំសរសើរបងឯងមែនថាបងឯងពិតជាមានសភាពក្លាហានអញ្ចឹងទើបថាបងប្អូនតំបន់ព្រៃភ្នំតំបន់កន្លែងណាដែលជ្រៅវាសម្បូរណាស់ទៅដោយអ្នកកាន់ហើយបំណាច់តាគាត់ឃើញស្លៀកក្បិនស្លៀកអីចាស់ហើយមិនមែនអាយុកាលតិចទេជិះជាងទៅបបបាញ់ដោយមិនបានសុំជិះជាងការធ្វើអ្វីមួយនៅក្នុងតំបន់គេដែលមិនបានសុំជិះជាងហ្មងទៅថាកុំធ្វើម្ដាយរបស់គាត់ក្រោយមកក៏ប្រាប់គាត់ដែរថាកូនអើយឈប់ទៅបំផ្លាញជីវិតគេទៀតទៅរាប់ចាប់ពីពេលហ្នឹងទៅមានប្រមាណញ៉ាំប៉ុណ្ណឹងទៅរស់តាមសមាជីវរបស់យើងទៅកុំទៅប៉ះពៀកុំទៅសាងបាបកម្មហើយពីពេលហ្នឹងមកគាត់ក៏ឈប់ទៅសម្រាប់ជីវិតគេដោយការបបបាញ់ដោយការអីគេទៀតដែរប៉ុន្តែសាច់រឿងទាំងមូលដែលគាត់បានចែកម្លែកដដែលគឺមានសភាពខ្លាំងមែនទែនខ្ញុំសាកសម័យថាទស្សនវិជ្ជាម៉ោង3យប់ក្នុងព្រៃអត់មានអីសោះហើយនៅកន្លែងតំបន់ភ្នោខ្មោចទៀតហើយគាត់ទៅហ៊ានទៅដាក់តាក់ហ្នឹងងងឹតស៊ូនឈឹងស្រាប់តែឃើញសមោលមួយលោតចេញមកអូយបងប្អូនហើយបធូបធាំងហ្មងនេះសំណាងដែលគាត់បានធ្វើឲ្យគេព្រមលើកលែងឲ្យគាត់ណាបើសិនជាគាត់មិនត្រូវបានគេលើកលែងទេមើលទៅបងប្អូនមិនបានស្ដាប់ពីរឿងរ៉ាវរបស់គាត់ទេហើយរឿងរ៉ាវនេះគឺជារឿងរ៉ាវដែលគាត់ចង់ចែកម្លែកជាមួយបងប្អូនមែនទែនថាទៅដល់កន្លែងណាក៏ដោយសុំទឹកសុំដីសុំម្ចាស់កន្លែងគេមុននឹងធ្វើអីជាក់ស្ដែងបងប្អូនសំបីតែបងប្អូនផុសអាហ្នឹងយើងនិយាយជាក់ស្ដែងការចូលបន្ទប់ទឹកការចូលអីគឺងាយណាស់គ្រាន់តែចុះពីឡានបងប្អូនទាំងអស់គ្នារូតទៅខោគឺអាចបដូរបងបានហ្មងប៉ុន្តែនៅតាមតំបន់ព្រៃភ្នំនៅតាមដងផ្លូវដែលស្ងាត់ជាតំបន់ដែលមិនទាន់អភិវឌ្ឍមិនមានប្រជាជននៅបងប្អូនសាកសម័យមើលបើមិនបានសុំគេនេះស្របពេលដែលបងប្អូនកំពុងបត់ជើងនេះចៃដន្យអីបើអាមនុស្សហ្នឹងកំពុងតែអង្គុយនៅនឹងឬក៏ឈរនៅនឹងបងប្អូននោមដាក់គេរឿងអីគេមិនខឹងត្រូវទេចឹងក្នុងករណីនឹងវិធីសាស្ត្រដើម្បីបន្ទោបងឬរំដោះទុកសัตว์ហ្នឹងនៅតាមដងផ្លូវនៅតាមដងភ្នំមុននឹងបត់ដៃបត់ជើងបងប្អូនគួរតែនិយាយថាចេះម្ចាស់ទឹកម្ចាស់ដីកូនចៅសូមបត់ដៃបត់ជើងបើប៉ះពៀលោកកន្លែងណាសូមលោកកុំប្រកែប្រកាន់ធ្វើទៅប៉ុណ្ណឹងយ៉ាងហោចណាស់ក៏រួចខ្លួនដែរអានេះគឺជាទម្លាប់របស់ខ្ញុំផ្ទាល់តែម្ដងដែលខ្ញុំតែងតែធ្វើសង្ឃឹមថាសាច់រឿងហើយនឹងអ្វីដែលខ្ញុំបានបកស្រាយបាននាំអារម្មណ៍បងប្អូនទៅចូលទៅក្នុងទស្សនវិជ្ជារបស់បងទាវដែលគាត់បានជួបប្រទេសមិនថានៅប្រទេសថៃឬក៏នៅក្នុងប្រទេសកម្ពុជាទេមួយរយៈក្រោយនេះខ្ញុំបានឃើញព័ត៌មានមួយដែលមានគ្រូបារមីណានោះបងប្អូនសែនអាសនៈនៅមុខផ្ទះមានក្មួយនៅចិត្តនឹងកំពុងតែរំថ្វាយស្រាប់តែហក់កាប់ក្មួយរបស់ខ្លួនឯងរហូតដល់បាត់បង់ជីវិតបងប្អូនក្នុងករណីហ្នឹងចេះខ្ញុំមិនដឹងថារបៀបម៉េចទេខ្ញុំក៏ឃើញបងដាវ comment អីដែរshare ហើយទៅសេថាចេះអត់មានគ្រូឡើងឡាយអញ្ចឹងទៅកន្លែងហ្នឹងខ្ញុំឯកភាពបងប្អូនរាល់ការសែនព្រេនតាមបែបអាគមតាមបែបអីសម្រាប់ខ្ញុំជឿជាក់តែម្ដងពោលគឺអ្វីក៏ដោយរៀនត្រូវតែមានក្បួនតម្រាមិនអាចធ្វើអ្វីឲ្យតាមចិត្តទេអញ្ចឹងបើសិនជាបងប្អូនដែលកំពុងស្ដាប់ចៃដន្យអីចាប់អារម្មណ៍ចង់រៀនខាងផ្នែកអាគមខាងអីហ្នឹងបងប្អូនរកគ្រូដែលមានជំនាញច្បាស់លាស់ដែលបងប្អូនទុកចិត្តថាគាត់ពិតជាអ្នកដែលមានសមត្ថភាពបង្រៀនបងប្អូនបានមែនហើយទៅរៀនឲ្យត្រូវច្បាប់ក្បួនជាក់ស្ដែងបងប្អូនក៏ខ្ញុំសូមប្រាំផ្ញើដែរថាមានបងប្អូនមួយចំនួនដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាមនុស្សយើងកើតមកមិនមែនម្នាក់សុទ្ធតែមានគ្រូទេអញ្ចឹងហើយដរាបណាដែលបងប្អូនមិនមានអ្នកថែរក្សាគេមិនទាមទារឲ្យបងប្អូនរៀបអាសនៈឬក៏បងប្អូនទាំងអស់គ្នានេះមិនមានអ្នកថែរក្សាកុំទៅទំនេរដៃទៅរៀបអាសនៈតាមគេឃើញគេអ្នកមានបានអីចឹងណាចូលទៅផ្ទះគេឃើញអាសនៈថ្ងៃស្អែកឡើងបែកកណិតទៅរៀបអាសនៈខ្លួនឯងណាហើយទាំងមិនមានគ្រូអ្នកថែរក្សាខ្លួនឯងផងមិនមានអ្នកថែរក្សាខ្លួនឯងយ៉ាងពិតប្រាកដមិនមានទេវតាមិនមានដួងព្រលឹងណាមកថែរក្សាខ្លួនឯងហើយគេអត់បានទាទាំងអាសនៈផងសុកទៅជួបគ្រូណាមួយនោះគ្រូថាឲ្យរៀបអាសនៈទៅស្នងតពីគ្រូគេឡាក់នឹងឡាក់អញ្ចឹងណានេះខ្ញុំសូមកម្មាទោសផងទៅដល់បងណាខៃឡូស្ដាប់ទៅប៉ះខ្ញុំសុំទោសខ្លាំងមែនតើតែសម្រាប់ដែលបងប្អូនដែលធ្វើហើយចៃដន្យអីបានសុកអានឹងធ្វើបន្តទៅតែបើសិនជាបងប្អូនមិនទាន់ធ្វើទេហើយមានគំនិតធ្វើបែបហ្នឹងខ្ញុំលើកទឹកចិត្តកុំធ្វើអីដដែលដរាបណាដែលបងប្អូនមិនដឹងថាខ្លួនឯងពិតជាមានគ្រូមិនដឹងថាខ្លួនឯងពិតជាមានអ្នកថែរក្សាហើយគេមិនបានទាមទារឲ្យបងប្អូនរៀបអាសនៈទេកុំរៀបតែបើសិនជាគេទាមទារឲ្យបងប្អូនរៀបអាសនៈអាហ្នឹងអត់មានជំរើសទេអាហ្នឹងគេត្រូវតែរៀបអាសនៈឯងអញ្ចឹងកន្លែងហ្នឹងបញ្ជាក់ឲ្យច្បាស់ខ្ញុំសង្ឃឹមថាអេពីសូតមួយនេះអាចបំរើអារម្មណ៍ទៅបងប្អូនបានហើយម្ចាស់សាច់រឿងទាំងឡាយក៏សូមអរគុណមែនទែនដែលបានផ្ញើមកកាន់កម្មវិធីជាអ្វី
ការបកស្រាយលើសលប់កន្លែងណានោះក៏សូមអភ័យទោសមែនទែនដោយឡែកនៅតែអរគុណទៅបងប្អូនដែលគាត់បានតបជាមួយនឹងសាររបស់ខ្ញុំដែលស្នើសុំឲ្យមានការបរិច្ចាគមួយចំនួនមកកាន់កម្មវិធីជាអ្វីខ្ញុំសូមលើកអត់មានអីទេមានតែលើកម្រាមដៃ10អរគុណប្រិយមិត្តទាំងឡាយដែលយកកម្មវិធីជាអ្វីដាក់នៅក្នុងចិត្តរបស់បងប្អូនទាំងអស់គ្នាហើយពិតជាចង់ឃើញកម្មវិធីជាអ្វីដើរទៅមុខមែនបងប្អូននៅតែអាចបរិច្ចាគមកកាន់កម្មវិធីជាអ្វីតាមរយៈ QR ដែលបានដាក់នៅក្នុងវីដេអូមួយនេះការបរិច្ចាគរបស់បងប្អូនគឺជាទំហំទឹកចិត្តដ៏ធំធេងរបស់បងប្អូនទោះត្រឹមទឹកប្រាក់$1ទោះត្រឹមទឹកប្រាក់$1តែវាបានបញ្ជាក់យ៉ាងច្បាស់ថាទឹកចិត្តបងប្អូនស្រឡាញ់កម្មវិធីជាអ្វីវាធំកម្រិតណាអរគុណមែនទែនសម្រាប់ការតាមដាននៅអេពីសូតមួយនេះនៅចុងបញ្ចប់ខ្ញុំមានតែជូនពរឲ្យបងប្អូនជួបរឿងរ៉ាវដែលល្អបវាពីជាឆ្ងាយទៅទីចិត្តទីឆ្ងាយកន្លែងណាក៏ដោយកុំឲ្យជួបរឿងអពមង្គលកុំឲ្យជួបរឿងអ្វីដែលអាក្រក់ដែលអាចបៀតបៀនបងប្អូនបានឲ្យសោះសូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសុខទាំងការធ្វើដំណើរទៅតាមដងផ្លូវទាំងការប្រកបរបររកស៊ីដោយប្រការណាមួយចិញ្ចឹមជីវិតការបំពេញការងារប្រចាំថ្ងៃជួបតែរឿងល្អៗពីខ្ញុំបាទវីទូយើងជួបគ្នានៅអេពីសូតក្រោយ